រឿងរ៉ាវមួយនេះដែរទទួលបានពីអ៊ំប្រុសម្នាក់ដែលគាត់មានឈ្មោះថាអ៊ំខៃដោយគាត់បាននិយាយពាក្យព័ន្ធទៅនឹងអាបហើយនឹងអំពើអាបធ្មប់ដែលបានកើតឡើងនៅក្នុងភូមិរបស់គាត់ផ្ទាល់តែម្ដងដូច្នេះហើយចង់ដឹងថាសាច់រឿងរបស់អ៊ំខៃទៅជាយ៉ាងណាតោះយើងទៅតាមដានស្ដាប់ជាមួយរាត្រីស្ងាត់ទាំងអស់គ្នារឿងរ៉ាវរបស់អ៊ំខៃដែលគាត់បានចែករំលែកមកនេះគឺគាត់បាននិយាយថាគឺបានកើតឡើងនៅអន្លង់ឆ្នាំ1998មកម្លេះគឺតាំងពីគាត់នៅកំឡោះអាយុវ័យប្រហែលជាជាង20ឆ្នាំនេះឯងហើយគាត់ក៏បាននិយាយថាភូមិរបស់គាត់ដែលនៅក្នុងខេត្តកំពង់ឆ្នាំងគឺនៅមិនឆ្ងាយពីបឹងទន្លេសាបប៉ុន្មាននោះទេដូច្នេះហើយរាល់ឆ្នាំឲ្យតែរដូវវស្សាគឺតែងតែមានទឹកជំនន់លិចសសរផ្ទះគឺស្ទើរតែដល់រនាបផ្ទះទៅហើយក៏ប៉ុន្តែជាធម្មតាផ្ទះអ្នកភូមិដែលរស់នៅក្បែរទន្លេអញ្ចឹងភាគច្រើនគឺពួកគេសង់ខ្ពស់ឲ្យផុតពីទឹកនៅក្នុងរដូវភ្លៀងឬនៅក្នុងរដូវវស្សានេះឯងហើយបាននិយាយអំពីដំណាំស្រូវនៅក្នុងរដូវវស្សាដែលពួកគេតែងតែសាបព្រោះគឺវាមិនដូចទៅនឹងស្រូវវស្សាធម្មតាដូចជាស្រូវរំដួលផ្កាខ្ញីរាំងជីសម្បុកអង្ក្រងឬក៏ស្រូវវស្សាផ្សេងនោះទេក៏ប៉ុន្តែអ្នកភូមិដែលពួកគេរស់នៅក្បែរទន្លេពួកគាត់ព្រោះសាបស្រូវឡើងទឹកនៅពេលដែលមានទឹកចំនួនជន់ស្រូវទាំងអស់នោះវាបានលូតទៅតាមទឹកនិយាយទៅអ្នកភូមិនៅទីនោះពួកគាត់ប្រកបមុខរបរធ្វើស្រូវផងហើយនឹងរកត្រីផងហើយនៅក្នុងសម័យនោះអ៊ំខៃគាត់បាននិយាយថានៅក្នុងភូមិរបស់គាត់ក៏សម្បូរទៅដោយគ្រូដែលចេះទៅដោយមន្តអាគមអូមអាមហើយគ្រូដែលល្បីថាពូកែក៏មាន2ទៅ3នាក់ដែរនៅក្នុងភូមិរបស់គាត់ក៏ប៉ុន្តែធៀបពិតទៅនៅក្នុងភូមិរបស់គាត់គឺមានអ្នកចេះទៅដោយរបៀនមន្តអាគមអូមអាមផ្សេងទៀតគ្រាន់តែថាអ្នកដែលចេះវិជ្ជាទាំងនោះមានទាំងអាគមមុនខ្មៅធ្វើអំពើដាក់អំពើគឺគេមិនចង់បង្ហាញឲ្យអ្នកណាម្នាក់បានដឹងពីគេនោះទេដូច្នេះហើយទៅនៅក្នុងភូមិរបស់គាត់មានតែគ្រូ2ទៅ3នាក់តែប៉ុណ្ណោះដែលល្បីក៏ព្រោះតែពួកគាត់ទាំងនោះតែងតែជួយព្យាបាលហើយនឹងដោះអំពើដល់អ្នកភូមិអញ្ចឹងហើយទៅធ្វើឲ្យល្បីគ្រូទាំងនោះនៅក្នុងភូមិនៅថ្ងៃមួយនោះអ៊ំខៃគាត់ក៏បាននិយាយបន្តទៀតថាមានក្មេងប្រុសម្នាក់ដែលមានវ័យអាយុប្រហែលជា12ទៅ13ឆ្នាំនេះឯងក៏ស្រាប់តែនៅសុកខ្នាក់ពេលដែលក្មេងនោះនៅជាមួយនឹងម្ដាយឪពុករបស់គេដោយវាចន្លោះប្រហែលជាម៉ោង6ទៅម៉ោង7ក្បាលព្រលប់បន្ទាប់ពីក្មេងប្រុសម្នាក់នោះហូបបាយហូបទឹកជាមួយនឹងម្ដាយឪពុករបស់គេហើយនឹងប្អូនរបស់គេរួចក៏ស្រាប់តែក្មេងប្រុសម្នាក់នោះគេក៏បានចុកពោះឈឺពោះយ៉ាងខ្លាំងមិនដឹងថាក្មេងប្រុសម្នាក់នោះគេហូបអាហារខុសឬក៏យ៉ាងណានោះទេដោយក្មេងប្រុសម្នាក់នោះគឺគេមានឈ្មោះថាត្រានៅពេលដែលគេឈឺចុកពោះនោះគេក៏បានស្រែកយ៉ាងខ្លាំងធ្វើឲ្យម្ដាយឪពុករបស់គេនៅពេលនោះក៏បានសួរទៅកាន់ត្រាថាហើយកូនឯងកំពុងតែកើតអីត្រានៅពេលនោះដែរគេក៏បានឆ្លើយតបទៅកាន់ម្ដាយឪពុករបស់គេវិញថាអូយម៉ែអើយពុកអើយជួយខ្ញុំផងខ្ញុំចុកពោះខ្លាំងណាស់ប្រហែលជាកូនឯងហូបអីខុសហើយបានជាឈឺពោះបែបនេះត្រានៅពេលដែលគេឮឪពុករបស់គេនិយាយបែបហ្នឹងគេក៏មិនដឹងថាខ្លួនគេនៅពេលនេះបានហូបអីខុសនោះទេហើយបើហូបខុសមានតែហូបបាយសម្លដែលម្ដាយរបស់គេធ្វើនេះឯងក៏ប៉ុន្តែហេតុអីបានជាម្ដាយឪពុករបស់គេហើយនឹងប្អូនទាំងពីរនាក់របស់គេគឺពុំបានកើតអីនោះទេដោយគេឈឺពោះល្មិចល្មួលតែម្នាក់ឯងមិនត្រឹមតែប៉ុណ្ណោះនោះទេប្អូនត្រាម្នាក់នោះគេក៏មានអារម្មណ៍ថាហាក់បីដូចជាមានអ្វីមួយនៅក្នុងពោះរបស់គេអញ្ចឹងម្ដាយរបស់ប្អូនត្រាដោយសារតែឃើញថាត្រាកំពុងតែឈឺពោះចុកពោះយ៉ាងខ្លាំងគាត់ក៏មិនដឹងថារកថ្នាំអីដើម្បីជួយព្យាបាលប្អូនត្រាស្របនៅពេលនឹងហើយគាត់ក៏នឹកឃើញទ្រឹងរនងដែលនៅខាងក្រោយផ្ទះគាត់នៅពេលហ្នឹងម្ដាយរបស់ប្អូនត្រាគាត់ក៏ដើរចុះពីលើផ្ទះសម្ដៅទៅកាន់ទ្រឹងរនងនៅខាងក្រោយផ្ទះរបស់គាត់ទៅដោយស្របពេលដែលគាត់ដើរទៅដល់កន្លែងទ្រឹងរនងគាត់ក៏បានបេះស្លឹករនងនោះប្រហែលជា4ទៅ5សន្លឹករួចហើយគាត់ក៏ដើរសម្ដៅមកកាន់ផ្ទះវិញក៏ប៉ុន្តែនៅពេលដែលគាត់ដើរជិតមកដល់ក្បែរកាំជណ្ដើរផ្ទះភ្លាមក៏ស្រាប់តែគាត់ក៏បានឃើញប្អូនត្រាចុះពីលើផ្ទះយ៉ាងលឿនអញ្ចឹងហើយដែលធ្វើឲ្យម្ដាយរបស់ប្អូនត្រាក៏បានសួរទៅកាន់ប្អូនត្រាថាត្រាកូនឯងកំពុងទៅណាហ្នឹងខ្ញុំទៅបត់ជើងធំបន្តិចម៉ែខ្ញុំឈឺពោះចុកពោះណាទៅចុះកូនប្រញាប់មកវិញណាប្អូនត្រានៅពេលនោះគេក៏ចាប់ផ្ដើមដើរទៅខាងក្រោយផ្ទះរបស់គេនៅពេលដែលប្អូនត្រាដើរទៅខាងក្រោយផ្ទះដើម្បីបត់ជើងធំនៅខណៈពេលដែលម្ដាយឪពុករបស់គេកំពុងតែនៅលើផ្ទះដោយម្ដាយរបស់ប្អូនត្រាគឺកំពុងតែពូតស្លឹករនងយកទឹកវាដើម្បីធ្វើថ្នាំក៏ស្រាប់តែនៅសុកប្អូនត្រានៅពេលនោះគេក៏ចាប់ផ្ដើមស្រែកម្ដងទៀតនៅឯខាងក្រោយផ្ទះអញ្ចឹងហើយម្ដាយឪពុករបស់ប្អូនត្រាដោយសារតែព្រួយបារម្ភពីប្អូនត្រា
ពួកគាត់ទាំងពីរនាក់ក៏បាននាំគ្នាចុះពីលើផ្ទះយ៉ាងលឿនដើម្បីទៅមើលប្អូនត្រានៅពេលដែលម្ដាយឪពុករបស់ប្អូនត្រារត់ទៅដល់ខាងក្រោយផ្ទះក៏ស្រាប់តែម្ដាយឪពុករបស់ប្អូនត្រាក៏បានឃើញប្អូនត្រាកំពុងតែដេករនីរណោស្រែកថាចុកពោះខ្លាំងណាស់ដោយគឺគេឈឺពោះចុកពោះរនីរណោនៅក្បែរលីមូករបស់គេហើយបើនិយាយអំពីលីមូករបស់ប្អូនត្រានៅពេលនោះវិញគឺគេបានបាត់ចេញឈាមចេញតាមបាតតែម្ដងនៅពេលដែលម្ដាយឪពុករបស់ប្អូនត្រាឃើញបែបនោះហើយគឺវាពិតជាចម្លែកខ្លាំងមែនទែនមិនត្រឹមតែប៉ុណ្ណោះនោះទេប្អូនត្រានៅពេលនោះគឺគេចុកពោះរហូតដល់គេបានក្អួតដំបូងប្អូនត្រាគឺគេក្អួតចេញកាកបាយកាកអាហារធម្មតានោះទេក៏ប៉ុន្តែនៅពេលនោះបន្ទាប់ពីគេក្អួតបានបន្តិចក្រោយមកគេក៏បានក្អួតមកចេញសិតសឹងតែជាឈាមតែម្ដងរហូតដល់ម្ដាយឪពុករបស់គេនៅពេលនោះក៏ចាប់ផ្ដើមភ័យស្លន់ស្លោក៏ព្រោះតែមិននឹកស្មានថាមានរឿងបែបនេះកើតឡើងនោះឡើយអញ្ចឹងហើយដែលធ្វើឲ្យឪពុករបស់ប្អូនត្រានៅពេលនោះក៏បានប្រញាប់ប្រញាល់យ៉ាងលឿនលើកបីប្អូនត្រាសម្ដៅទៅកាន់ផ្ទះរបស់គាត់វិញចំណែកឯម្ដាយរបស់ប្អូនត្រាដោយហេតុតែឃើញប្អូនត្រាបែបហ្នឹងក៏ប្រញាប់ប្រញាល់តែហៅអ្នកជិតខាងដែលនៅក្បែរហ្នឹងឲ្យមកជួយមើលបន្តិចក្រោយមកក៏ស្រាប់តែអ្នកជិតខាងដែលនៅក្បែរផ្ទះរបស់គាត់ក៏បាននាំគ្នាមកមើលប្រងព្រាតស្របពេលនោះហើយពួកគេក៏បានសួរទៅកាន់ម្ដាយឪពុករបស់ប្អូនត្រាថាតើប្អូនត្រាកើតអីប្អូនត្រាឈឺអីអញ្ចឹងហើយដែលធ្វើឲ្យម្ដាយរបស់ប្អូនត្រានៅពេលនោះគាត់ក៏បានឆ្លើយតបមកវិញថាគាត់មិនដឹងនោះទេថាប្អូនត្រាកូនប្រុសរបស់គាត់កើតអីឲ្យពិតប្រាកដដោយនៅសុកគេក៏ឈឺពោះចុកពោះព្រមទាំងក្អួតចេញឈាមហើយនឹងបត់ជើងចេញឈាមទៀតផងអ្នកជិតខាងបន្ទាប់ពីឮម្ដាយរបស់ប្អូនត្រានិយាយបែបហ្នឹងនៅពេលដែលឡើងទៅដល់លើផ្ទះគាត់ក៏បាននាំគ្នាទៅមើលប្អូនត្រាផ្ទាល់នៅពេលនឹងហើយពួកគាត់ក៏បានមើលឃើញពីស្ថានភាពរបស់ប្អូនត្រាដោយស្ថានភាពរបស់ប្អូនត្រានៅពេលនោះគឺមើលទៅមិនខុសពីម្ដាយរបស់ប្អូនត្រានិយាយនោះទេមានឈាមជាប់តាមមាត់ហើយនឹងប្រឡាក់គូតអ្វីដែលសំខាន់ប្អូនត្រាមិនទាន់ឈប់ហើយនឹងបាត់ក្អួតនោះទេដោយគេក៏នៅតែក្អួតចង្អោជាបន្តបន្ទាប់អាចនិយាយបានថានៅពេលនោះគឺគេក្អួតស្ទើរតែបែកប្រមាត់ទៅហើយតែគ្រាន់តែថាការក្អួតលើកនេះគឺមិនបានចេញឈាមទៀតអីនោះទេគ្រាន់តែថានៅពេលនោះគឺគេក្អួតចេញមកគឺសិតសឹងតែជាទឹកលំអៀដោយវាក៏មើលទៅរតែរតាយហើយនឹងខ្មៅយ៉ាងចម្លែកអ្នកជិតខាងនៅពេលដែលពួកគាត់ឃើញបែបនោះក៏ព្រួយបារម្ភដោយសារតែពួកគាត់ទាំងអស់គ្នាភាគច្រើនគឺជឿទៅលើរឿងអបិយជំនឿដូច្នេះហើយដែលធ្វើឲ្យពួកគាត់ទាំងអស់គ្នាក៏ចាប់ផ្ដើមអុជទៀនដុតធូបដើម្បីបន់ស្រន់ទៅលើអរុក្ខអរិយអ្នកតាព្រមទាំងខ្មៅជីដូនជីតាហើយនឹងម្ដាយដើមខ្លាចក្រែងថាប្អូនត្រាគេបានធ្វើអីខុសឬក៏ខុសមាត់ខុសកលណាមួយឬក៏យើងអាចហៅម្យ៉ាងទៀតថាខុសអារៈទៅធ្វើឲ្យគេធ្លាក់ខ្លួនឈឺបែបនេះដោយនៅពេលដែលអ្នកភូមិទាំងនោះពួកគាត់បន់ស្រន់នោះគឺពួកគាត់បាននិយាយថាប្រសិនបើអ្នកតាម្ចាស់ស្រុកឬក៏ខ្មៅជីដូនជីតាហើយនឹងខ្មៅខាងម្ដាយដើមបានធ្វើហើយនឹងកាច់ប្អូនត្រារហូតដល់ឈឺក៏សូមអធិស្ឋានហើយនឹងថមថយទោសផងពីព្រោះថាគ្នាមិនបានដឹងអីទេបន្ទាប់ពីអ្នកភូមិពួកគាត់បានដុតធូបបន់ស្រន់បែបនឹងហើយអាការៈរបស់ប្អូនត្រានៅពេលនោះក៏មិនបានថមថយហើយនឹងធូរស្បើយឡើយរហូតដល់មានអ្នកខ្លះនៅពេលនោះក៏បានគិតថាប្អូនត្រាមិនមែនឈឺធម្មតានោះទេអញ្ចឹងហើយនៅពេលនោះដែលធ្វើឲ្យគាត់ក៏បាននិយាយទៅកាន់ម្ដាយឪពុករបស់ប្អូនត្រាថាពុកម៉ែអាត្រាអើយអញសង្ស័យថាអាក្មួយត្រាវាត្រូវអំពើគេទៅដឹងបន្ទាប់ពីឮអ្នកជិតខាងនិយាយបែបនឹងហើយដែលធ្វើឲ្យអ្នកភូមិព្រមទាំងម្ដាយឪពុករបស់ប្អូនត្រាពួកគាត់ម្នាក់ក៏ចាប់ផ្ដើមនាំគ្នាភ្ញាក់ផ្អើលបន្តិចដែរដូច្នេះហើយដែលធ្វើឲ្យឪពុករបស់ប្អូនត្រាក៏បានឆ្លើយតបតទៅកាន់អ្នកជិតខាងម្នាក់នោះវិញថាខ្ញុំក៏មិនដឹងដែរតែមិនគួរសមណាកូនខ្ញុំវាត្រូវអំពើគេទេមកយ៉ាងវានៅក្មេងហើយខ្ញុំក៏មិនជឿថាវាអាចមានទំនាស់ទាស់ទែងជាមួយនឹងអ្នកណានៅក្នុងភូមិដែរនឹងហើយពុកអាត្រាអើយខ្ញុំក៏មិនដឹងដែរប៉ុន្តែគ្រាន់តែមើលទៅវាសង្ស័យហើយក៏មិនគួរណាគេធ្វើអំពើមកលើក្មេងដែរពីព្រោះថាក្មេងវាមិនដឹងអីទេដោយនៅពេលនោះប្អូនត្រាគឺគេគិតតែពីចុកពោះដោយមិនព្រមបាត់ទាល់តែសោះបើទោះបីជាថានៅពេលនោះម្ដាយរបស់ប្អូនត្រាយកស្លឹករនងមកពូតដើម្បីយកមកឲ្យគេផឹកយ៉ាងណាក៏ដោយក៏នៅតែមានអារម្មណ៍ថាដូចជាមិនព្រមថមថយអីបន្តិចសោះឡើយមិនត្រឹមតែប៉ុណ្ណោះនោះទេថែមទាំងដាំថ្នាំឈើដែលអ្នកជិតខាងបានឲ្យដើម្បីឲ្យប្អូនត្រាផឹកក្រែងលោស្បើយក៏នៅតែមិនស្បើយគឺគេនៅតែឈឺចុកពោះរហូតដល់គេក៏បានសន្លប់ដោយអ្នកជិតខាងពេលនោះដែរដោយសារតែមើលឃើញថាវាមិនស្រួលក៏ចាប់ផ្ដើមនិយាយថាឲ្យម្ដាយឪពុករបស់ប្អូនត្រាយកប្អូនត្រាទៅឲ្យគ្រូនៅចុងភូមិមើលដោយបើតាមអ៊ំខៃគាត់បាននិយាយថាគ្រូម្នាក់នោះដែរគឺមានឈ្មោះថាតាយេត
ហើយតាយេតម្នាក់នេះដែរគាត់គឺជាគ្រូស្ដោះផ្លុំដោះអំពើព្រមទាំងស្រោចទឹករំដោះគ្រោះឲ្យតែមានអ្នកណាម្នាក់ពឹងពាក់គាត់មិនត្រឹមតែប៉ុណ្ណោះនោះទេគាត់ក៏ចេះផ្សំថ្នាំខ្មែរសម្រាប់ផឹកព្យាបាលទៀតផងនិយាយឲ្យចំទៅតាយេតម្នាក់នេះគាត់គឺជាគ្រូដែលខ្លាំងពូកែខាងផ្នែកដោះអំពើដោយម្ដាយឪពុករបស់ប្អូនត្រាបន្ទាប់ពីឮអ្នកភូមិពួកគាត់បាននិយាយបែបហ្នឹងឪពុករបស់ប្អូនត្រានៅពេលនោះក៏បានបីប្អូនត្រាទាំងសន្លប់ស្ដោកស្ដឹងចុះពីលើផ្ទះទៅចុងភូមិនិយាយឲ្យចំទៅគឺសំដៅទៅកាន់ផ្ទះរបស់តាយេនេះឯងចំណែកឯម្ដាយរបស់ប្អូនត្រាហើយនឹងអ្នកភូមិប្រហែលជា2នាក់ក៏បានដើរតាមក្រោយឪពុករបស់ប្អូនត្រាខណៈពេលដែលឪពុករបស់ប្អូនត្រាកំពុងតែបីគេដោយនៅក្នុងសម័យនោះគឺពួកគាត់បានប្រើភ្លើងចន្លុះសម្រាប់អំភ្លឺមើលផ្លូវមើលទៅពួកគាត់ម្នាក់មិនថាម្ដាយឪពុករបស់ប្អូនត្រានោះទេគឺព្រួយបារម្ភពីប្អូនត្រាយ៉ាងខ្លាំងដើរតាមផ្លូវទល់មុខផ្ទះអ្នកភូមិគឺត្រូវបានឆ្កែព្រុសឡើងត្រហឹងអើងកងហើយបើនិយាយអំពីផ្លូវនៅក្នុងសម័យនោះគឺពុំទាន់ចាក់គ្រោះឬក៏ជាផ្លូវលំនោះទេក៏ប៉ុន្តែវាគឺជាផ្លូវរទេះបែបបុរាណនៅឡើយមួយសន្ទុះក្រោយមកទៅពួកគាត់ក៏បានដើរទៅដល់ផ្ទះរបស់តាយេតហើយខណៈពេលនោះដែរគឺវាប្រហែលជាម៉ោង9ទៅម៉ោង10ទៅហើយគ្រាន់តែដើរទៅដល់ទល់មុខផ្ទះរបស់តាយេតភ្លាមក៏ស្រាប់តែម្ដាយរបស់ប្អូនត្រាក៏បានស្រែកហៅទៅកាន់តាយេតហើយនឹងប្រពន្ធរបស់តាយេតថាតាអើយជាអើយកំពុងតែសម្រានមែនទេជួយកូនខ្ញុំផងតាយេតបន្ទាប់ពីគាត់ឮម្ដាយរបស់ប្អូនត្រាស្រែកហៅបែបនោះខណៈពេលហ្នឹងគាត់ក៏បានភ្ញាក់ពីសម្រានបន្ទាប់មកគាត់ក៏បានបើកទ្វារផ្ទះតាយេតគ្រាន់តែគាត់បើកទ្វារផ្ទះពេលនោះហាក់បីដូចជាគាត់បានដឹងដោយគាត់ក៏មិនបាននិយាយអ្វីច្រើននោះទេហើយគាត់គ្រាន់តែនិយាយថាឲ្យពុករបស់ប្អូនត្រាលើកប្អូនត្រាឡើងមកលើផ្ទះតែប៉ុណ្ណោះស្រោមនៅពេលនោះឪពុករបស់ប្អូនត្រាក៏បានបីប្អូនត្រាឡើងទៅលើផ្ទះទៅហើយប្រពន្ធរបស់តាយេតដែលមានឈ្មោះថាយេសុំក៏បានសួរមកកាន់ឪពុកម្ដាយរបស់ប្អូនត្រាថាអាចៅប្រុសវាកើតស្អីទៅមីនាងនៅពេលនោះហើយម្ដាយឪពុករបស់ប្អូនត្រាក៏បាននិយាយរៀបរាប់ប្រាប់ទៅកាន់យេសុំដោយនៅពេលនោះតាយេតគាត់ក៏ស្ដាប់ដែរហើយតាយេតបន្ទាប់ពីគាត់ស្ដាប់ឮបែបហ្នឹងគាត់ក៏យល់ក៏ព្រោះតែគាត់ដឹងថាប្អូនត្រាកំពុងតែកើតអីឲ្យពិតប្រាកដអញ្ចឹងហើយខណៈពេលនឹងដែរតាយេតគាត់ក៏បានប្រាប់ឲ្យឪពុករបស់ប្អូនត្រាបងវល់ប្អូនត្រាឲ្យសណ្ដោកជើងទៅខាងលិចដោយបន្ទាប់ពីពុករបស់ប្អូនត្រាធ្វើបែបនឹងហើយតាយេតគាត់ក៏បានប្រាប់ឲ្យអ្នកភូមិដែលមកទីនោះត្រឡប់ទៅផ្ទះវិញចុះចំណែកឯម្ដាយឪពុករបស់ប្អូនត្រាទុកឲ្យពួកគាត់នៅទីនោះហើយដូច្នេះហើយអ្នកភូមិដែលមកជាមួយនោះពួកគាត់ក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញបន្ទាប់ពីអ្នកភូមិពួកគាត់ទៅអស់ហើយតាយេតខណៈពេលនឹងដែរក៏ចាប់ផ្ដើមប្រាប់យេសុំឲ្យយកស្លឹកម្លូមកឲ្យគាត់អញ្ចឹងហើយយេសុំគាត់ក៏បានយកស្លឹកម្លូមកឲ្យតាយេតនៅខណៈពេលនឹងហើយតាយេតគាត់ក៏បានយកស្លឹកម្លូប្រហែលជា2ទៅ3សន្លឹករួចហើយគាត់ក៏បានដាក់ចូលទៅក្នុងមាត់បន្ទាប់មកគាត់ក៏បានតំពាដោយស្របពេលដែលគាត់កំពុងតែតំពានោះគាត់ក៏បានសែបសូត្រនៅមុនគាថាដែលវាគឺជាគាថាមួយសម្រាប់បណ្ដេញទៅលើពពួកអមនុស្សខ្មោចព្រាយបិសាចព្រមទាំងអំពើអំពាន់ផងដែរនៅពេលដែលគាត់តំពាមលូសែបសូត្រនៅមុនគាថារបស់គាត់រួចហើយគាត់ក៏ចាប់ផ្ដើមព្រួសស្ដោះផ្លុំទៅលើប្អូនត្រានៅពេលហ្នឹងអ៊ំខៃគាត់បាននិយាយថាប្អូនត្រាដែលគេកំពុងតែសន្លប់ស្ដោកស្ដឹងក៏ស្រាប់តែភ្ញាក់ព្រឺតដឹងខ្លួនឡើងវិញធ្វើឲ្យម្ដាយឪពុករបស់ប្អូនត្រាគ្រាន់តែឃើញប្អូនត្រាភ្ញាក់ដឹងខ្លួនបែបហ្នឹងគាត់ក៏បានសប្បាយចិត្តក៏ប៉ុន្តែមើលទៅការភ្ញាក់ពីសន្លប់ដឹងខ្លួនរបស់ប្អូនត្រានៅពេលនោះហាក់បីដូចជាវាចម្លែកខ្លាំងមែនទែនក៏ព្រោះថាប្អូនត្រានៅពេលនោះគឺគេបានបើកភ្នែកក្រឡេកក្រឡាប់ឃើញហើយគឺវាពិតជារន្ធត់ខ្លាំងមែនទែនមើលទៅគឺហាក់បីដូចជាមានអ្វីមួយកំពុងតែចូលនៅក្នុងខ្លួនរបស់គេអញ្ចឹងម្ដាយរបស់ប្អូនត្រាដោយសារតែមើលឃើញថាអាការៈរបស់ប្អូនត្រាយ៉ាងចម្លែកដូចនេះក៏ស្រាប់តែគាត់ក៏បានសួរទៅកាន់តាយេតថាតាហើយកូនខ្ញុំពេលនេះវាកើតអីទៅស្រោបនៅពេលនោះហើយតាយេតគាត់ក៏មិនបាននិយាយអ្វីនោះទេដោយយេសុំប្រពន្ធរបស់គាត់ក៏បាននិយាយមកកាន់ម្ដាយរបស់ប្អូនត្រាថាហើយមីនាងកុំសួរគាត់ពេលដែលគាត់កំពុងតែធ្វើពិធីអីក៏ព្រោះតែការសួរបែបនេះវានាំឲ្យដាច់ចង្វាក់ដាច់ពិធីរបស់គាត់អញ្ចឹងហើយទោះបីជាមានរឿងអីកើតឡើងក៏ដោយគឺនៅស្ងៀមស្ងាត់កុំមាត់ក៏ឲ្យសោះម្ដាយហើយនឹងឪពុករបស់ប្អូនត្រាបន្ទាប់ពីឮយាយសុំនិយាយបែបហ្នឹងពួកគាត់ទាំងពីរនាក់គឺនៅស្ងៀមស្ងាត់ទាំងចិត្តមួយគឺព្រួយបារម្ភទៅលើប្អូនត្រា
ចំណែកឯតាយេតខណៈពេលដែលគាត់កំពុងតែធ្វើពិធីនោះនៅពេលដែលគាត់ឃើញប្អូនត្រាបើកភ្នែកសសម្ព្រោះក្រឡេក្រឡាប់ក៏ស្រាប់តែគាត់ក៏បាននិយាយទៅកាន់ប្អូនត្រាថាហើយវាយ៉ាងម៉េចបានជាឯងធ្វើបាបក្មេងគ្នាវាមិនដឹងស្អីទេនៅពេលនោះក៏ស្រាប់តែប្អូនត្រាគេក៏បានឆ្លើយតបទាំងសម្លេងដ៏រន្ធត់មកវិញថាកាចាស់យេតឯងកុំមកចេះដឹងរឿងអញម្ដាយឪពុករបស់ប្អូនត្រាហើយនឹងយាយសុំខណៈពេលដែលពួកគាត់បានឮសម្លេងរបស់ប្អូនត្រានិយាយចេញមកដ៏រន្ធត់បែបហ្នឹងម្នាក់ពួកគាត់ក៏ចាប់ផ្ដើមព្រឺក្បាលខ្ញាក់យកគ្នាតែម្ដងដោយហេតុថាសម្លេងដែលនិយាយចេញមកនោះគឺវាមិនមែនជាសម្លេងរបស់ប្អូនត្រានោះទេក៏ប៉ុន្តែសម្លេងដែលនិយាយចេញមកនោះគឺវាដូចទៅនឹងសម្លេងរបស់ស្ត្រីវ័យកណ្ដាលដែលមានអាយុវ័យប្រហាក់ប្រហែលជា40ជាងទៅ50ឆ្នាំនេះឯងហើយមើលទៅសម្លេងដែលនិយាយមកកាន់តាយេតនៅពេលនោះហាក់បីដូចជាស្គាល់តាយេតយ៉ាងច្បាស់អញ្ចឹងមិនដឹងថាវាគឺជាពពួកអមនុស្សខ្មោចព្រាយដែលចូលទៅសន្ធិដ្ឋប្អូនត្រាឬក៏យ៉ាងណានោះទេដោយតាយេតខណៈពេលនោះដែរក៏បានប្រាប់ឲ្យម្ដាយឪពុករបស់ប្អូនត្រាប្រញាប់មកចាប់ដៃចាប់ជើងប្អូនត្រាឲ្យជាប់កុំឲ្យគេងើបរត់ទៅណាជាដាច់ខាតអញ្ចឹងហើយដែលធ្វើឲ្យម្ដាយឪពុករបស់ប្អូនត្រាក៏បាននាំគ្នាប្រញាប់មកចាប់ដៃចាប់ជើងប្អូនត្រានោះទៅចំណែកឯតាយេតវិញមើលទៅគាត់ដឹងថាវាមិនស្រួលគាត់ក៏បានយកកំបោរបន្ទាប់មកគាត់ក៏សែបសូត្រនៅមុនគាថាដោយគាថានោះដែរវាគឺជាគាថាធ្វើជារនាំងសីមាបន្ទាប់ពីគាត់ធ្វើបែបនឹងហើយគាត់ក៏ចាប់ផ្ដើមយកកំបោរនោះគូសខ្វែងតាមសសរផ្ទះមិនត្រឹមតែប៉ុណ្ណោះនោះទេគាត់ក៏សូត្រនៅមុនគាថា2ទៅ3ម៉ាត់តាមសសរផ្ទះនីមួយទៀតផងអញ្ចឹងហើយបន្ទាប់ពីគាត់គូសខ្វែងកំបោរនោះតាមសសរផ្ទះរួចរាល់ហើយគាត់ក៏មកអង្គុយក្បែរប្អូនត្រាខណៈពេលដែលម្ដាយឪពុករបស់ប្អូនត្រាព្រមទាំងយាយសុំនាំគ្នាចាប់ដៃចាប់ជើងប្អូនត្រាហើយពួកគាត់ម្នាក់គឺស្ទើរតែចាប់មិនចង់ឈ្នះក៏ព្រោះតែប្អូនត្រាគេបានរើបំរាស់កម្លាំងរបស់ប្អូនត្រានៅពេលនោះគឺវាពិតជាខ្លាំងខុសប្លែកពីធម្មតានៅខណៈពេលនោះហើយតាយេតគាត់ក៏បាននិយាយទៅកាន់ប្អូនត្រាបន្តទៀតថាឥឡូវនេះឯងត្រូវការស្អីហើយឯងកុំគិតណាស់ថាអញមិនដឹងថាឯងគឺជាអ្នកណាប្រយ័ត្នណាស់អញចូលទៅភូមិនាងឯងអញប្រាប់អ្នកភូមិនៅទីនោះថានាងឯងគឺជាស្អីបើឯងធ្វើបាបក្មេងគ្នាវាមិនដឹងស្អីទេបន្ទាប់ពីតាយេតគាត់និយាយបានតែប៉ុណ្្នឹងក៏ស្រាប់តែប្អូនត្រាគេក៏បានឆ្លើយតបតមកវិញថាអញក៏មិនចង់ធ្វើអីអាក្មេងនេះដែរប៉ុន្តែដោយសារតែវាមើលឃើញអញអញយល់ហើយតែឥឡូវនេះនាងឯងអហោសកម្មឲ្យក្មេងនេះទៅគ្នាគ្រាន់តែឃើញនាងឯងដោយចៃដន្យហើយគ្នាក៏មិនមានគោលបំណងចង់ឃើញនាងឯងដែរឥឡូវនេះដោះលែងគ្នាហើយឈប់ធ្វើអំពើអំពាន់ទៀតទៅបើមិនអញ្ចឹងទេនាងឯងហើយនឹងអញនឹងដឹងគ្នាហើយអញនឹងប្រាប់អ្នកភូមិឲ្យបានដឹងពាក់ព័ន្ធទៅនឹងរឿងរបស់នាងឯងកុំស្មានណាស់ថាអញមិនស្គាល់នាងឯងគឺអញស្គាល់នាងឯងយ៉ាងច្បាស់សួរនាងឯងចុងក្រោយចេញឬក៏មិនចេញនៅពេលនោះអ្វីដែលកំពុងតែនៅក្នុងខ្លួនរបស់ប្អូនត្រាគេក៏បានឆ្លើយតបតមកវិញថាគេព្រមចេញក៏ប៉ុន្តែពេលនេះគឺគេមិនអាចចេញទៅណាបានឡើយក៏ព្រោះថានៅក្នុងផ្ទះរបស់តាយេតពេលនេះដែរគឺពោពេញទៅដោយអធិនដែលហេតុថានៅពេលនោះតាយេតគាត់បានយកកំបោរគូសទៅតាមសសរផ្ទះចង់អាគមអញ្ចឹងហើយបើទោះបីជាគេដោះខ្លួនចេញពីប្អូនត្រាបានពិតមែនតែគេមិនអាចចេញពីផ្ទះរបស់តាយេតបានឡើយនៅពេលនោះហើយតាយេតគាត់ក៏បានឆ្លើយតបតទៅកាន់គេវិញថាឲ្យទៅនាងឯងព្រមចេញពីក្នុងខ្លួនអាចចៅប្រុសម្នាក់នេះអញនឹងបើកផ្លូវឲ្យនាងឯងចេញពីផ្ទះអញហើយនាងឯងក៏កំភ្លេចដកពឹសដកពុលអំពើអំពាន់អាចៅប្រុសម្នាក់នេះផងក៏ព្រោះថាអញខ្ជិលដោះអំពើដែលនាងឯងបានធ្វើណានៅពេលដែលតាយេតគាត់និយាយបានតែប៉ុណ្្នឹងហើយគាត់ក៏បានសូត្រគាថាស្រ័យអធិនបើកផ្លូវនៅលើផ្ទះរបស់គាត់បន្តិចក្រោយមកក៏ស្រាប់តែប្អូនត្រាគេក៏ឈប់បើកភ្នែកក្រឡេកក្រឡាប់គួរឲ្យខ្លាចហើយប្អូនត្រានៅពេលនោះដែរគេក៏បានកន្ត្រាក់មួយផ្លែតរួចហើយក៏បានសន្លប់បាត់បង់ស្មារតីនៅពេលនឹងតែម្ដងទៅដោយបន្ទាប់ពីប្អូនត្រានៅពេលនោះគេសន្លប់បាត់បង់ស្មារតីហើយក៏ស្រាប់តែយាយសុំខណៈពេលនោះដែរគាត់ក៏បាននិយាយទៅកាន់តាយេតថាយ៉ាងម៉េចទៅហើយតាវាហេតុអីបានជានៅសុកអាចៅវាសន្លប់អញ្ចឹងឲ្យវាសន្លប់ចោះពីព្រោះថានាងនោះវាបានចេញពីក្នុងខ្លួនអាចៅប្រុសនេះហើយមិនបាច់ចាំបារម្ភអីទេបន្តិចទៀតនេះអាចៅវាធូរហើយម្ដាយឪពុករបស់ប្អូនត្រាបន្ទាប់ពីឮតាយេតគាត់និយាយបែបនឹងហើយគាត់ក៏រៀងធូរចិត្តសប្បាយចិត្តបន្តិចក៏ប៉ុន្តែដោយសារតែនៅពេលនោះគាត់ឆ្ងល់
គាត់ក៏បានសួរទៅកាន់តាយេតថាតើកូនរបស់គាត់នៅពេលនោះគឺបានកើតអីឲ្យពិតប្រាកដទៅស្របនៅពេលនោះហើយតាយេតគាត់ក៏បានឆ្លើយតបតទៅវិញថាតាមក៏ពិតទៅរឿងទាំងនេះគឺពាក់ព័ន្ធទៅនឹងអំពើអាបធ្មប់ដែលគេបានធ្វើមកលើប្អូនត្រាដោយមិនត្រឹមតែប៉ុណ្ណោះនោះទេអាបមួយនោះវាបានចូលទៅសន្ធិដ្ឋនៅក្នុងខ្លួនរបស់ប្អូនត្រាទៀតផងដោយតាយេតគាត់ក៏មិនអាចប្រាប់ថាអាបធ្មប់មួយនោះគឺជាអ្នកណានោះដែរគ្រាន់តែដឹងថាអាបធ្មប់មួយនេះវាមិនមែននៅក្នុងភូមិរបស់ពួកគាត់នោះទេម្ដាយឪពុករបស់ប្អូនត្រានៅពេលដែលឮតាយេតគាត់និយាយបែបហ្នឹងគាត់ក៏យល់ហើយនឹងដឹងបាត់ទៅហើយថា2 ទៅ 3 ថ្ងៃមុនប្អូនត្រាកូនប្រុសរបស់គាត់ក៏បាននិយាយរឿងពាក់ព័ន្ធទៅនឹងអាបដែរក៏ប៉ុន្តែនៅពេលនោះម្ដាយឪពុករបស់ប្អូនត្រាគឺមិនជឿប្អូនត្រានិយាយនោះទេមិនត្រឹមតែប៉ុណ្ណោះនោះទេគេក៏បានយករឿងរ៉ាវទាំងអស់ដែលគេបានមើលឃើញអាបប្រាប់ទៅកាន់ក្មេងៗនៅក្នុងភូមិដែលមានវ័យស្របាក់ស្របើប្រហាក់ប្រហែលនឹងគេក៏ប៉ុន្តែនៅពេលនោះក្មេងៗខ្លះពួកគេក៏ជឿចំណែកឯក្មេងៗខ្លះទៀតគឺពួកគេមិនជឿនោះទេដូច្នេះហើយម្ដាយឪពុករបស់ប្អូនត្រាបន្ទាប់ពីឮតាយេតគាត់និយាយបែបហ្នឹងហើយពួកគាត់ក៏ចាប់ផ្ដើមជឿថាប្អូនត្រាពិតជាបានមើលឃើញអាបពិតមែនក៏ប៉ុន្តែអ្វីដែលគាត់ឆ្ងល់ហេតុអីបានជាអាបនោះអាចចូលមកសន្ធិដ្ឋនៅក្នុងខ្លួនប្រាណរបស់ប្អូនត្រាបានអញ្ចឹងអ្វីដែលសំខាន់ហេតុអីបានជាវាធ្វើទុកបុកម្នេញអំពើអំពាន់ដាក់មកលើប្អូនត្រាបែបនេះស្របនៅពេលនោះហើយតាយេតគាត់ក៏បានឆ្លើយតបតទៅវិញថាពពួកអាបទាំងនេះក៏វាមានវិញ្ញាណមិនខុសពីពពួកខ្មោចព្រាយបិសាចនោះទេតែគ្រាន់តែថាពពួកអាបនេះវាកើតចេញពីមនុស្សដែលរៀននៅវិជ្ជាស្នេហ៍ធ្វើស្នេហ៍ដាក់ស្នេហ៍រហូតដល់រៀនយូរទៅអាចថាខុសនៅដំណំណាមួយឬក៏បំបែកនៅក្បួនតម្រាគាថាស្នេហ៍នៅពេលដែលបំបែកនៅអាគមទាំងអស់នោះខុសនៅតម្រាដើមមិនថាស្នេហ៍ក្រឡាប់កាប់ផ្ងាឬក៏ស្នេហ៍ណាមួយក៏ដោយឲ្យតែបំបែកឬក៏ធ្វើខុសនៅដំណំគឺច្បាស់ជាคล้ายទៅជាអាបជាជាមិនខានដែលហេតុថានៅពេលដែលយើងរៀនខុសនៅតម្រាទាំងអស់នោះគឺយើងកំពុងតែបើកផ្លូវឲ្យពពួកសភាវៈមិនល្អដូចជាពពួកខ្មោចព្រាយបិសាចចូលទៅសន្ធិដ្ឋនៅក្នុងខ្លួនជាធម្មតាអ្នកដែលคล้ายទៅជាអាបបែបហ្នឹងភាគច្រើនគឺមិនសូវជាកើតទៅលើមនុស្សធម្មតានោះទេគឺកើតទៅលើអ្នករៀនវិជ្ជាអាគមខ្មៅរហូតដល់คล้ายទៅជាធ្មប់ដែលអាចនិយាយបានថាអាបភាគច្រើនគឺកើតចេញពីធ្មប់ដោយទាំងអស់នេះវាគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះប្រសិនបើវាមិនត្រឹមត្រូវនោះទេក៏សូមអធ្យាស្រ័យដល់ខ្ញុំបាទផងនៅពេលហ្នឹងតាយេតគាត់ក៏បាននិយាយបន្តទៀតថាគឺមកពីប្អូនត្រាបានមើលឃើញពីមុខមាត់របស់គេជាធម្មតាពពួកអាបនេះនៅពេលដែលមានអ្នកណាម្នាក់បានឃើញមុខវាហើយជាទម្លាប់របស់វាគឺវាធ្វើអំពើឬក៏ចូលទៅសន្ធិដ្ឋអ្នកនោះធ្វើទុកធ្វើបាបទៅលើអ្នកនោះពេញលើរូបរាងកាយមិនត្រឹមតែប៉ុណ្ណោះគឺវាអាចធ្វើឲ្យអ្នកនោះឈឺស្លាប់ទៀតផងមូលហេតុដែលពពួកអាបធ្មប់ទាំងនោះវាធ្វើបែបហ្នឹងក៏ព្រោះតែវាមិនចង់ឲ្យអ្នកដែលបានមើលឃើញមុខមាត់វាយករឿងរ៉ាវរបស់វាទៅប្រាប់អ្នកផ្សេងទៀតឲ្យបានដឹងជាពិសេសនោះគឺនៅក្នុងភូមិដែលអាបធ្មប់ទាំងនោះនៅប្រសិនបើរឿងទាំងនោះបែកធ្លាយល្បីពេញភូមិច្បាស់ជាអ្នកភូមិពួកគេមិនព្រមទុកឲ្យមានអាបធ្មប់នៅក្នុងភូមិរបស់គេឡើយគឺគេប្រកាសជាបណ្ដេញអាបធ្មប់ចេញពីភូមិឬក៏សម្លាប់ចោលតែម្ដងមូលហេតុនេះឯងទើបអាបនៅពេលដែលវាចេញរកស៊ីគឺវាប្រយ័ត្នណាស់ខ្លាចថាមានអ្នកណាម្នាក់បានឃើញមុខវាហើយនៅពេលនោះដែរម្ដាយឪពុករបស់ប្អូនត្រាក៏យល់ពីការនិយាយរបស់តាយេតដោយស្ថានភាពរបស់ប្អូនត្រានៅពេលនោះគឺកំពុងតែសន្លប់បាត់បង់ស្មារតីទាំងដែលស្ថានភាពមួយគឺរូបរាងកាយរបស់គេរាងស្លេកស្លាំងដោយបាននិយាយអំពីនៅខាងក្រោមដក់ភ្នែករបស់គេវិញគឺវាមានពណ៌ឡើងកាម៉ៅតែម្ដងនិយាយទៅគ្រាន់តែពពួកអាបធ្មប់នោះវាចូលទៅសន្ធិដ្ឋនៅក្នុងខ្លួនរបស់គេគឺបានធ្វើឲ្យសុខភាពអាការៈរបស់ប្អូនត្រាឡើងប្រែប្រួលសំណាងល្អហើយដែលយកមកឲ្យតាយេតមើលទាន់ប្រសិនបើមិនបានតាយេតមើលទាន់នោះទេប្អូនត្រាក៏អាចត្រូវបានអាបនោះធ្វើរហូតដល់ស្លាប់កថាបានដោយរឿងទាំងអស់នោះតាយេតគាត់ក៏បាននិយាយទៀតថាគឺហាមយករឿងរ៉ាវដែលពាក់ព័ន្ធទៅនឹងអាបធ្មប់នេះទៅប្រាប់អ្នកផ្សេងឬក៏អ្នកនៅក្នុងភូមិឲ្យដឹងសោះហើយជាពិសេសនោះគឺសម័យខ្លួនគឺប្អូនត្រាតែម្ដងគឺហាមយករឿងរ៉ាវដែលគេបានមើលឃើញអាបនោះទៅប្រាប់អ្នកភូមិបន្តបន្ទាប់ទៀតដោយប្រសិនបើមានអ្នកភូមិណាម្នាក់សួរថាប្អូនត្រាបានឈឺអីកើតអីក៏ឆ្លើយតបតទៅវិញថាប្អូនត្រាឈឺធម្មតានោះទេគឺហាមនិយាយពាក្យពាន់ទៅនឹងអំពើអាបធ្មប់នេះជាដាច់ខាតម្ដាយឪពុករបស់ប្អូនត្រានៅពេលដែលឮតាយេតគាត់និយាយបែបហ្នឹងពួកគាត់ទាំងពីរនាក់ក៏ស្ដាប់ហើយនឹងធ្វើតាមតាយេតប្រាប់លុះនៅពេលព្រឹកឡើងក៏ស្រាប់តែប្អូនត្រាគេក៏បានភ្ញាក់ដឹងខ្លួន
ក៏ប៉ុន្តែគ្រាន់តែថានៅពេលនោះគឺគេអស់កម្លាំងលះហិតលះហើយបន្តិចដោយពេញមួយយប់នោះគឺពួកគាត់នៅផ្ទះរបស់តាយេតយាយសុំរហូតដល់ប្អូនត្រាគេក៏បានធូរស្បើយហើយប្អូនត្រាគេក៏បាននៅផ្ទះរបស់តាយេតប្រហែលជាល្ងាចបន្តិចទៅម្ដាយឪពុករបស់ប្អូនត្រាក៏បាននាំប្អូនត្រាត្រឡប់ទៅផ្ទះវិញចាប់តាំងពីពេលនោះមកប្អូនត្រាគេក៏មិនដែលយករឿងរ៉ាវពាក់ព័ន្ធទៅនឹងអាបដែលគេបានមើលឃើញនោះទៅប្រាប់អ្នកណាទៀតឲ្យបានដឹងនោះឡើយក៏ព្រោះតែគេស្ដាប់ទៅតាមម្ដាយឪពុករបស់គេណែនាំនេះឯងមួយយ៉ាងវិញទៀតគឺគេឈឺដោយសារតែអាបធ្មប់ជាអ្នកធ្វើផងដែរក្រោយមកទៀតកន្លងផុតទៅប្រហែលជា2ឆ្នាំអ៊ំខៃគាត់បាននិយាយបន្តទៀតថានៅថ្ងៃមួយដែលវាគឺជារដូវវស្សាដោយទឹកនៅពេលនោះដែរក៏វាចាប់ផ្ដើមជំនន់លងលិចមើលទៅខាងក្រោយភូមិគឺទឹកឡើងលហលហេវតែម្ដងដោយដែលយើងដឹងស្រាប់ហើយថាភូមិទាំងនោះគឺនៅក្បែរបឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំងអ្នកភូមិខាងលិចពួកគេតែងតែអុំទុករកត្រីដាក់រនងដាក់បង្កាយដាក់មងដើម្បីយកត្រីទាំងនោះគ្រាន់បានលក់ខ្លះហើយនឹងហូបខ្លះនិយាយទៅឲ្យតែនៅក្នុងរដូវវស្សាគឺអ្នកភូមិទាំងនោះពួកគេសប្បាយរកត្រីណានៅយប់មួយមេឃក៏វារលឹមចន្លោះពេលនោះដែរគឺវាប្រហែលជាម៉ោង8ទៅម៉ោង9យប់នេះឯងនៅខណៈពេលនោះដែរក៏មានលោកអ៊ំម្នាក់ដែលគាត់មានឈ្មោះថាអ៊ំវៀនគាត់ក៏បានចុះពីលើផ្ទះជិះទូករបស់គាត់ហើយទូកនោះដែរគឺវានៅក្បែរកាំចណ្ដាលផ្ទះរបស់គាត់នេះឯងដោយដែលយើងដឹងស្រាប់ហើយថាអ្នកដែលពួកគេរស់នៅក្បែរទន្លេនៅក្នុងរដូវវស្សាផ្ទះរបស់ពួកគេនីមួយៗគឺលិចដោយវាគឺស្ទើរតែដល់រនួតរនាបផ្ទះទៅហើយអ៊ំវៀននៅពេលដែលគាត់ចុះពីលើកាំចណ្ដាលរួចហើយក៏ជិះទូកហើយគាត់ក៏បានយកទ្រុងព្រមទាំងច្បុកចាក់ត្រីហើយនឹងពើសម្រាប់បំភ្លឺរកត្រីនៅពេលនោះគាត់ក៏បានអុំទូកចាក់ចេញពីផ្ទះរបស់គាត់ទៅខាងក្រោយភូមិចំណែកឯប្រពន្ធកូនរបស់គាត់នៅពេលនោះគឺនៅផ្ទះដោយសពដងចឹងគឺគាត់តែងតែចេញទៅរកត្រីជាធម្មតាទៅហើយដោយខណៈពេលដែលគាត់ដើរឆ្លោះចាក់ត្រីគឺវាក៏រលឹមស្រេចដែលធ្វើឲ្យគាត់ក៏ញាក់ញ័ររងាខ្លះដែរនៅពេលដែលគាត់ឆ្លោះត្រីបានប្រហែលជា1ម៉ោងទៅ2ម៉ោងខណៈពេលនោះគឺគាត់ចាក់ត្រីបានច្រើនគឺស្ទើរតែពេញទ្រុងទៅហើយក៏ប៉ុន្តែនៅសុកស្របពេលដែលគាត់ចាក់ត្រីទៅដល់ក្បែរទីទួលមួយដោយវាគឺជាកន្លែងកោះដែលមានព្រៃរដប់អាចនិយាយបានថាកន្លែងនោះគឺជាកន្លែងដីទួលដែលផុតពីទឹកតែម្ដងដូច្នេះហើយនៅខណៈពេលដែលគាត់កំពុងតែអុំទូកចាក់ត្រីសុកគាត់ក៏បានក្រឡែកភ្នែកសម្លឹងមើលទៅកាន់ដីទីទួលនោះនៅពេលនោះរឿងដ៏ចម្លែកមួយក៏បានកើតឡើងទៅលើគាត់គឺគាត់ក៏បានមើលឃើញដុំភ្លើងមួយប្រហែលជាប៉ុនកជើងនេះឯងសភាពលក្ខណៈដែលគាត់បានមើលឃើញដុំភ្លើងនោះវាគឺជាដុំភ្លើងពណ៌ខៀវនៅពេលដែលអ៊ំវៀនគាត់បានមើលឃើញដុំភ្លើងនោះហើយគាត់ក៏បាននិយាយតែម្នាក់ឯងថាចំភ្លើងស្អីទៅតិចដុំភ្លើងព្រាយទៅដឹងវៃនៅពេលដែលអ៊ំវៀនគាត់និយាយបែបនឹងហើយតើបើតែថានៅពេលនោះគឺគាត់រៀងព្រឺក្បាលខ្ញាក់បន្តិចក៏ពិតមែនក៏ប៉ុន្តែនៅពេលនោះគាត់ក៏បានបិទភ្លើងពិលក៏ព្រោះតែគាត់ចង់ដឹងគាត់ក៏បានអុំទុកទៅក្បែរដីទីទួលនោះនៅពេលដែលអ៊ំវៀនគាត់អុំទុកទៅដល់ក្បែរដីទីទួលនោះហើយក៏ស្រាប់តែនៅពេលនោះគាត់ក៏បានចុះពីលើទូករួចហើយគាត់ក៏បានដើរលបទាំងស្ងាត់ដើម្បីទៅក្បែរទៅជិតដុំភ្លើងមួយដែលនៅលើដីទួលនោះតែបើតែថាអ៊ំវៀនគាត់មានអារម្មណ៍ថាខ្លាចបន្តិចមែនក៏ប៉ុន្តែដោយសារតែគាត់ចង់ដឹងថានោះគឺជាស្អីស្របនៅពេលនោះគ្រាន់តែគាត់បានដើរទៅដល់ទៅក្បែរទៅជិតដុំភ្លើងពណ៌ខៀវនោះភ្លាមគាត់ក៏បានមើលឃើញយ៉ាងច្បាស់ថាដុំភ្លើងពណ៌ខៀវនោះវាមិនមែនជាភ្លើងព្រាយអីនោះទេក៏ប៉ុន្តែរឿងដ៏រន្ធត់នោះគឺដុំភ្លើងពណ៌ខៀវដែលគាត់បានមើលឃើញតាមក៏ពិតទៅវាគឺជាភ្លើងអាបហើយបើនិយាយអំពីសភាពលក្ខណៈអាបដែលអ៊ំវៀនគាត់បានមើលឃើញនោះគឺគាត់បានមើលឃើញត្រឹមតែពីក្រោយតែប៉ុណ្ណោះនៅពេលនោះគឺវាបានកំពុងតែចាប់កង្កែបស៊ីដោយពោះវៀនរបស់អាបនោះគឺអាបនោះបានក្រសោបលើកទៅលើហើយបើនិយាយអំពីកង្កែបដែលត្រូវបានអាបនោះស៊ីគឺវាបានស្រែកយ៉ាងខ្លាំងដោយវាស្រែកនោះគឺមិនខុសពីពស់លេបកង្កែបនោះទេដោយអ៊ំវៀនតើតែថាគាត់មានអារម្មណ៍រៀងស្លុតចិត្តបន្តិចក៏ប៉ុន្មានតែគាត់ក៏ព្រោះតែចង់ឃើញមុខអាបថាអាបនោះគឺជាអ្នកណាអ្នកនៅក្នុងភូមិរបស់គាត់ឬក៏ជាអ្នកនៅឆ្ងាយ
អញ្ចឹងហើយនៅពេលនោះដែលធ្វើឲ្យអ៊ំវៀនគាត់ក៏មានភាពក្លាហានដោយគាត់ក៏បានបើកភ្លើងឆ្លុះបំភ្លឺមើលទៅកាន់អាបនោះតែម្ដងក៏ស្រាប់តែអាបនោះក៏ព្រោះតែភ្ញាក់នឹងភ្លើងវាក៏បានងាកសម្លឹងមើលមកក្រោយទៅកាន់អ៊ំវៀនអញ្ចឹងហើយអ៊ំវៀនក៏ស្រាប់តែគាត់ក៏បានមើលឃើញមុខអាបនោះយ៉ាងច្បាស់ដោយបាននិយាយអំពីសភាពលក្ខណៈមុខមាត់អាបនោះគឺភ្នែករបស់វាឡើងសសំព្រុះចំណែកឯមាត់វិញមិនមែនមានត្រឹមតែថ្មិញនោះទេគឺដុសចង្កុំទំពីខំស៊ីកង្កែបឡើងឈាមរលេះពេញមាត់តែម្ដងធ្វើឲ្យអ៊ំវៀនខណៈពេលនោះដែរគ្រាន់តែគាត់មើលឃើញយ៉ាងច្បាស់បែបហ្នឹងគាត់ក៏បានបើកភ្នែកធំតែម្ដងអ្វីដែលសំខាន់អាបដែលគាត់បានមើលឃើញនោះវាមិនមែនជាអាបដែលនៅឆ្ងាយឯណានោះទេក៏ប៉ុន្តែវាគឺជាអាបដែលនៅក្នុងស្រុកភូមិរបស់គាត់នេះឯងនៅពេលដែលគាត់ស្លុតគៀងបានបន្តិចដោយហេតុតែគាត់ឃើញអាបនោះបន្តិចក្រោយមកទៅអ៊ំវៀនគាត់ក៏ឈប់ភាំងគៀងហើយអាបមួយនោះដោយសារតែអ៊ំវៀនបានមើលឃើញមុខវាដូច្នេះហើយដែលធ្វើឲ្យវាក៏មិនធម្មតានោះដែរគឺអាបមួយនោះក៏ចាប់ផ្ដើមបញ្ចេញគំនុំចង់អាឃាតទៅលើអ៊ំវៀនបន្ទាប់មកហោះដេញអ៊ំវៀនតែម្ដងទាំងពវៀនពូតាំងរបស់វាគឺឡើងរតែរតាយបញ្ចេញពន្លឺភ្លើងពណ៌ខៀវឃើញហើយគឺវាពិតជាព្រឺក្បាលហើយនឹងសម្បើមខ្លាំងណាស់នៅខណៈពេលដែលគាត់រត់គេចពីអាបនោះគឺគាត់បានស្រែកថាហើយអាបនៅពេលដែលគាត់រត់ស្រែកផងទាំងស្លន់ស្លោទៅដល់ទុករបស់គាត់ភ្លាមជាធម្មតាមនុស្សឲ្យតែខ្លាចអីមួយហើយគឺច្បាស់ណាស់ឃើញអីសារវ៉ាចាប់នឹងដើម្បីមកតតាំងវិញជាជាមិនខានដូចជាអ៊ំវៀនជាដើមនៅពេលដែលគាត់រត់ទៅដល់ទុករបស់គាត់ភ្លាមគាត់ក៏ចាប់ផ្ដើមសារវ៉ាចាប់ច្រវានៅលើទុករបស់គាត់នៅពេលដែលគាត់ចាប់ច្រវាអ៊ំទុកបានហើយក៏ស្រាប់តែអ៊ំវៀនគាត់ក៏បានយកច្រវានោះវាយក្រវីក្រវត្តក្នុងគោលបំណងមួយគឺដើម្បីការពារខ្លួននេះឯងហើយប្រសិនបើអាបនោះចូលទៅក្បែរទៅជិតគាត់នឹងវាសំពងបែកថ្លើមប្រមាត់ហើយនឹងពវៀនពូតាំងរបស់វាតែម្ដងហើយខណៈពេលនោះដែរអ៊ំវៀនគាត់ក៏បាននិយាយថាតែហ៊ានចូលមកអញវាយបែកថ្លើមបែកពវៀនបែកប្រមាត់ឯណាតិចថាអញមិនបានប្រាប់វើយអាបនោះនៅពេលដែលវាឃើញអ៊ំវៀនចិត្តតាំងប្រើចរវារបស់គាត់វាយមកកាន់វាប្រសិនបើវាទៅជិតច្បាស់ជាពវៀនពូតាំងនឹងត្រូវបែកខ្ទេចជាជាមិនខានដូច្នេះហើយអាបនោះគឺវាបានត្រឹមតែសម្លឹងមើលមកកាន់អ៊ំវៀនទាំងមុខរបស់វានៅពេលនោះគឺចង់គំនុំចង់អាឃាតមកលើអ៊ំវៀនរួចហើយវាក៏បានហោះឡើងលើដោយវាក៏មិនហ៊ានធ្វើអីទៅលើអ៊ំវៀននោះឡើយនៅពេលដែលអាបនោះវាហោះឡើងលើហើយវាក៏ចាប់ផ្ដើមបិទភ្លើងរបស់វាដោយលែងបញ្ចេញពន្លឺភ្លើងពណ៌ខៀវត្រង់ចំណុចពវៀនពូតាំងរបស់វាទៀតនិយាយទៅជាធម្មតាអាបវាធ្វើបែបនោះគឺដើម្បីកុំឲ្យមានអ្នកណាម្នាក់មើលឃើញភ្លើងវានៅពេលដែលវាហោះចូលទៅក្នុងភូមិឬក៏ក្នុងផ្ទះវាប្រសិនបើគេមើលឃើញភ្លើងហោះធ្លោបែបនឹងច្បាស់ជាគេសង្ស័យថាជាអាបជាជីមិនខានក៏ប៉ុន្តែនៅថ្ងៃណាមួយដំរីជើង4គង់តែមានភ្លាត់ដូចជាអាបដែលធ្វើឲ្យអ៊ំវៀនគាត់បានមើលឃើញជាដើមហើយបាននិយាយអំពីអ៊ំវៀនវិញខណៈពេលដែលត្រូវអាបនោះដេញគាត់គឺគាត់ឡើងចាញ់ច្រាបខ្លាចទៅលើអាបនោះក៏ព្រោះតែគាត់មិនធ្លាប់ដែរឃើញអាបពីមុនមកនោះទេគឺគាត់ធ្លាប់តែឮគេនិយាយតែនៅពេលដែលគាត់ឃើញផ្ទាល់បែបនេះគឺវាពិតជាគួរឲ្យខ្លាចមែនតើស្របនៅពេលនោះហើយអ៊ំវៀនគាត់ក៏បានឡើងជិះទូករបស់គាត់ហើយអ៊ំចាក់ចេញពីកន្លែងដីទួលដីកោះនោះទាំងរលឹមស្រេចនៅឡើយទាំងដែលគាត់នៅតែមានអារម្មណ៍ថាព្រឺសម្បុរខ្ញាក់ក៏ព្រោះតែគាត់ខ្លាចថាអាបនោះវាមកបន្តធ្វើទុកបុកម្នេញធ្វើបាបដល់គាត់ទៀតនេះឯងដោយនៅពេលនោះគឺគាត់ពុំបានឆ្លោះហើយនឹងចាក់ត្រីបន្តទៀតនោះដែរគឺគាត់អ៊ំទុកទៅភូមិសម្ដៅទៅកាន់ផ្ទះរបស់គាត់តែម្ដងដោយនៅពេលនោះគាត់ក៏ចេះតែគិតបណ្ដាថានៅក្នុងភូមិរបស់គាត់គឺមិននឹកស្មានថាមានអាបធ្មប់នេះឡើយដោយគាត់ក៏បានស្គាល់យ៉ាងច្បាស់ថាអ្នកណានោះដែរដែលជាអាបនោះនៅពេលដែលអ៊ំវៀនគាត់អ៊ំទុកទៅដល់ផ្ទះរបស់គាត់ភ្លាមគាត់ក៏បានលើកទ្រូងដាក់ត្រីចេញពីទុកហើយត្រីនោះគឺស្ទើរតែពេញទ្រូងតែម្ដងរួចហើយគាត់ក៏ឡើងកម្មចិន្តាផ្ទះនៅពេលហ្នឹងគាត់ក៏បានហៅប្រពន្ធរបស់គាត់ឲ្យបើកទ្វារផ្ទះដូច្នេះហើយប្រពន្ធរបស់អ៊ំវៀនគាត់ក៏ភ្ញាក់ពីសម្រានគាត់ក៏បើកទ្វារឲ្យអ៊ំវៀនចូលទៅក្នុងផ្ទះទៅក៏ប៉ុន្តែអ៊ំវៀននៅពេលហ្នឹងដែរគាត់ក៏ពុំបានយករឿងរ៉ាវរបស់គាត់ដែលគាត់បានមើលឃើញអាបប្រាប់ទៅកាន់ប្រពន្ធរបស់គាត់ឲ្យបានដឹងនោះឡើយ
និយាយទៅគឺគាត់ធ្វើធម្មតាហាក់បីដូចជាពុំមានរឿងអ្វីកើតឡើងអញ្ចឹងអានិយាយបានថាក៏ព្រោះតែគាត់មិនចង់បែកធ្លាយរឿងដែលគាត់ឃើញអាបដោយនៅពេលនោះប្រពន្ធរបស់អ៊ំវៀនគាត់ក៏បានសួរថាហើយពុកវាឆ្លោះត្រីដល់ណាទៅមើលទៅដូចជាបានត្រីគួសមអូអញឆ្លោះត្រីរហូតទៅដល់ដីកោះណាស់ម៉ែវាប្រពន្ធរបស់អ៊ំវៀនបន្ទាប់ពីគាត់ឮបែបនឹងហើយគាត់ក៏យល់នៅពេលនោះគាត់ក៏បានលើកត្រីនៅក្នុងទ្រុងនោះយកទៅប្រោះនៅក្នុងពាងដោយមើលទៅទ្រុងដាក់ត្រីនោះក៏វាធំគួរសមណាស់ដែរត្រីដែលគាត់រកបាននោះគឺប្រហែលជា15ទៅ20គីឡូនេះឯងជាធម្មតានៅពេលដែលរកត្រីបានគឺគាត់តែងតែបោះលក់ឲ្យម៉ួយនៅសល់បន្តិចបន្តួចខ្លះគឺពួកគាត់ទុកហូបនិយាយទៅអ្នកដែលនៅក្បែរទន្លេមុខរបររបស់គាត់ប្រចាំថ្ងៃគឺការធ្វើនេសាទត្រីដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ពួកគេនេះឯងលុះនៅពេលព្រឹកព្រលឹមឡើងប្រពន្ធរបស់អ៊ំវៀនក៏បានយកត្រីទាំងនោះបោះលក់ឲ្យម៉ួយជាប្រចាំនៅពេលដែលគាត់បោះលក់ត្រីឲ្យម៉ួយហើយម៉ួយដែលដើរទិញត្រីទាំងនោះដើម្បីយកទៅលក់បន្តក៏បានអុំទូកចាក់ចេញពីផ្ទះរបស់គាត់ទៅផ្ទះផ្សេងទៀតក្រោយពីម៉ួយដែលដើរទិញត្រីនោះអុំទូកចាក់ចេញពីផ្ទះរបស់គាត់បានមួយស្របក់បន្តិចក្រោយមកក៏ស្រាប់តែមានស្ត្រីវ័យកណ្ដាលម្នាក់ដោយគាត់មានវ័យអាយុប្រហែលជា40ទៅ50ឆ្នាំនេះឯងសភាពលក្ខណៈរបស់គាត់គឺស្លៀកសារ៉ុងអាវដៃវែងព្រមទាំងឃ្លុំតទូក្រមាទាំងព្រឹកដោយស្ត្រីម្នាក់នោះដែរគឺគាត់មានឈ្មោះថាអ៊ំរីខណៈពេលដែលគាត់អុំទុកគ្រាន់តែគាត់អុំទុកមកដល់ផ្ទះរបស់អ៊ំវៀនភ្លាមក៏ស្រាប់តែនៅពេលនោះគាត់ក៏បានសម្លឹងមើលមកកាន់ផ្ទះរបស់អ៊ំវៀនយ៉ាងចម្លែកតែម្ដងមិនត្រឹមតែប៉ុណ្ណោះនោះទេគាត់ក៏អុំទុកមកក្បែរកាំចិនដាវផ្ទះរបស់អ៊ំវៀនគ្រាន់តែគាត់មកដល់មកក្បែរកាំចិនដាវផ្ទះរបស់អ៊ំវៀនភ្លាមនៅខណៈពេលនោះហើយគាត់ក៏បានស្រែកហៅប្រពន្ធរបស់អ៊ំវៀនស្របពេលនោះប្រពន្ធរបស់អ៊ំវៀនបន្ទាប់ពីឮអ៊ំរីស្រែកហៅបែបហ្នឹងនៅពេលនោះគាត់ក៏បានដើរមកមាត់ទ្វារផ្ទះគាត់ក៏បានឃើញអ៊ំរីកំពុងតែអង្គុយនៅលើទូកអញ្ចឹងហើយដែលធ្វើឲ្យគាត់ក៏បានសួរទៅកាន់អ៊ំរីថាអូអ្នកបងតើមកអ្នកបងឡើងមកលើផ្ទះខ្ញុំសិនមិនអីទេអញអង្គុយនៅលើទូកហើយប្រពន្ធរបស់អ៊ំវៀនបន្ទាប់ពីគាត់ឮអ៊ំរីនិយាយបែបហ្នឹងហើយគាត់ក៏បានសួរទៅកាន់អ៊ំរីបន្តទៀតថាហើយអ៊ំរីមកផ្ទះរបស់គាត់មានការអីមែនទេស្របនៅពេលនោះអ៊ំរីគាត់ក៏បានឆ្លើយតបតទៅកាន់ប្រពន្ធរបស់អ៊ំវៀនវិញថានៅលើផ្ទះមានសល់ត្រីដែលរកបានដែរឬអត់បើសិនជាមានចែកលក់ឲ្យគាត់ខ្លះមកក៏ប៉ុន្តែគ្រាន់តែថាគឺគាត់មិនយកត្រីអណ្ដែងនិងត្រីឆ្ពិននោះទេនៅពេលនោះហើយក៏ស្រាប់តែប្រពន្ធរបស់អ៊ំវៀនគាត់ក៏បានឆ្លើយតបតទៅកាន់អ៊ំរីវិញថាត្រីគាត់មានបន្តិចបន្តួចក៏ព្រោះតែគាត់បោះលក់ឲ្យម៉ួយអស់តែគាត់នឹងចែកឲ្យអ៊ំរីខ្លះហើយអ៊ំវៀនដែលគាត់កំពុងតែនៅក្នុងផ្ទះពេលហ្នឹងក៏ព្រោះតែគាត់ចង់ដឹងថាប្រពន្ធរបស់គាត់កំពុងតែនិយាយជាមួយនឹងអ្នកណានៅមាត់ទ្វារផ្ទះស្របនៅពេលហ្នឹងហើយអ៊ំវៀនគាត់ក៏បានដើរមកមាត់ទ្វារផ្ទះគ្រាន់តែគាត់ដើរមកដល់មាត់ទ្វារផ្ទះភ្លាមក៏ស្រាប់តែគាត់ក៏បានមើលឃើញថាតាមការពិតទៅប្រពន្ធរបស់គាត់នៅពេលនោះគឺកំពុងតែនិយាយជាមួយនឹងអ៊ំរីនេះឯងនៅខណៈពេលនោះអ៊ំរីគ្រាន់តែគាត់ឃើញអ៊ំវៀនភ្លាមក៏ស្រាប់តែគាត់ក៏បានញញឹមដាក់មកកាន់អ៊ំវៀនធ្វើទឹកមុខយ៉ាងចម្លែកអាចនិយាយបានថាការញញឹមរបស់គាត់គឺមើលទៅគួរឲ្យខ្លាចអ៊ំវៀនគ្រាន់តែគាត់ឃើញអ៊ំរីញញឹមដាក់គាត់បែបហ្នឹងក៏ស្រាប់តែគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាព្រឺក្បាលព្រឺសម្បុរខ្ញាក់ទាំងព្រឹកតែម្ដងអ្វីដែលសំខាន់នៅពេលដែលប្រពន្ធរបស់គាត់ចូលទៅក្នុងផ្ទះដើម្បីយកត្រីមកឲ្យអ៊ំរីក៏ស្រាប់តែគាត់ក៏បានសម្លក់សម្លឹងមកកាន់អ៊ំវៀនយ៉ាងថ្មែរអ៊ំវៀនគាត់ក៏ខំតាំងចិត្តធ្វើធម្មតាហាក់បីដូចជាពុំមានរឿងអ្វីកើតឡើងទៅលើគាត់អញ្ចឹងហើយអ៊ំវៀននៅពេលនោះគាត់ក៏បានធ្វើជាសួរទៅកាន់អ៊ំរីថាមីរីហើយដើររកទិញត្រីនឹងទៅធ្វើម្ហូបអីស្របពេលនោះអ៊ំរីបន្ទាប់ពីគាត់ឮអ៊ំវៀនសួរបែបនឹងហើយគាត់ក៏បានឆ្លើយតបទៅកាន់អ៊ំវៀនវិញថាខ្ញុំមកទិញត្រីនឹងយកទៅស្លស្ងោរជ្រក់ណាស់លោកបងអូអញ្ចឹងមាញ់បោះលក់ឲ្យគេនៅសល់បន្តិចបន្តួចដែរចាំបន្តិចចាំមើលម៉ែវាយកមកចែកឲ្យខ្លះនៅពេលដែលអ៊ំវៀនគាត់និយាយបែបនឹងហើយអ៊ំរីដែលគាត់កំពុងតែអង្គុយនៅលើទូកក៏នៅតែសម្លក់សម្លឹងយ៉ាងចម្លែកមកកាន់អ៊ំវៀនដោយអ៊ំវៀននៅពេលនោះគាត់ក៏បានដឹងហើយនឹងយល់នៅក្នុងចិត្តបាត់ទៅហើយថាអ៊ំរីមកផ្ទះរបស់គាត់ធ្វើជាមករកទិញត្រីនោះគឺដើម្បីអីជាធម្មតាអ៊ំរីគឺគាត់កម្រមកផ្ទះរបស់អ៊ំវៀនណា
ដោយអ្វីដែលសំខាន់រដូវនោះក៏ជារដូវវស្សាដែលសម្បូរត្រីអញ្ចឹងហើយមិនគួរណាអ៊ំរីគាត់អុំទូកតាំងពីចុងភូមិមករកទិញត្រីរហូតមកដល់ផ្ទះរបស់គាត់បែបនេះគឺវាក៏ឆ្ងាយគួរសមណាស់ដែរតាំងពីចុងភូមិរហូតមកដល់ផ្ទះរបស់គាត់គឺប្រហែលជាជាង1គីឡូឯណោះមិនបានជាគាត់មិនទិញត្រីអ្នកភូមិដែលនៅក្បែរផ្ទះរបស់គាត់ទៅក៏ព្រោះថាពួកគេទាំងនោះក៏រកត្រីដូចទៅនឹងអ៊ំវៀនដែរអ៊ំវៀនគឺគាត់នៅឈរត្រឹងគិតបានតែប៉ុណ្្នឹងប្រពន្ធរបស់គាត់ក៏បានយកត្រីមួយថង់ហើយត្រីទាំងនោះដែរវាសិតសឹងតែជាត្រីរស់ហើយនឹងត្រីផ្ទុកទាំងអស់ដោយវាប្រហែលជាប៉ុនកដៃទៅប៉ុនកជើងនេះឯងដោយត្រីដែលប្រពន្ធរបស់គាត់ហុចឲ្យអ៊ំរីគឺប្រហែលជាជាង1គីឡូនេះឯងស្របនៅពេលនោះហើយអ៊ំរីគាត់ក៏បានហុចលុយកាក់បន្តិចបន្តួចឲ្យមកកាន់ប្រពន្ធរបស់អ៊ំវៀនក៏ប៉ុន្តែប្រពន្ធរបស់អ៊ំវៀននៅពេលនោះគឺគាត់ពុំបានទទួលយកលុយកាក់នោះទេដូច្នេះហើយអ៊ំរីគឺគាត់បានត្រឹមតែអរគុណទៅកាន់ប្រពន្ធរបស់អ៊ំវៀនរួចហើយអ៊ំរីនៅពេលនោះគាត់ក៏បានអុំទូកចាក់ចេញពីផ្ទះរបស់អ៊ំវៀននៅខណៈពេលដែលគាត់អុំទូកនោះគឺគាត់ចេះតែសម្លឹងមើលមកកាន់អ៊ំវៀនដដែលរហូតដល់អ៊ំរីនៅពេលនោះគាត់អុំទូកបានឆ្ងាយបន្តិចទៅគាត់ក៏ឈប់សម្លឹងមើលមកកាន់អ៊ំវៀនដោយបាននិយាយអំពីប្រពន្ធរបស់អ៊ំវៀននៅពេលនឹងដែរគាត់ក៏ពុំបានសង្ស័យឬក៏ចាប់អារម្មណ៍អីនោះទេរួចហើយអ៊ំពីអ្នកប្តីប្រពន្ធរបស់គាត់ក៏បានចូលទៅក្នុងផ្ទះវិញហើយអ៊ំវៀននៅពេលនោះគាត់ក៏ចេះតែគិតហើយនឹងខ្លាចទៅលើអ៊ំរីត្រង់ចំណុចនេះអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ថាហេតុអីបានជាអ៊ំវៀនគាត់ខ្លាចអ៊ំរីមកយ៉ាងវិញទៀតអ៊ំរីគឺគាត់ប្អូនអ៊ំវៀននោះទេដោយមូលហេតុដែលអ៊ំវៀនគាត់ខ្លាចអ៊ំរីនោះក៏ព្រោះតែអ៊ំវៀនគាត់បានដឹងពីធាតុពិតរបស់អ៊ំរីដោយដែលយើងដឹងស្រាប់ហើយថាកាលពីយប់មិញនេះអ៊ំវៀនគាត់បានឆ្លោះត្រីរហូតទៅដល់ទីទួលដីកោះក៏បានឃើញអាបហើយអាបដែលគាត់បានមើលឃើញនោះដែរតាមក៏ពិតទៅគឺជាអ៊ំរីនេះឯងដោយបើតាមអ៊ំវៀនគាត់គិតមូលហេតុដែលអ៊ំរីគាត់មកធ្វើជាទិញត្រីនៅផ្ទះរបស់គាត់ពេលនោះគឺអ៊ំរីគ្រាន់តែមកស៊ើបចង់ដឹងថាអ៊ំវៀនយករឿងរ៉ាវរបស់គាត់ទៅប្រាប់ដល់អ្នកណាខ្លះហើយមកយ៉ាងវិញទៀតគាត់មកនោះគឺដើម្បីធ្វើជាសញ្ញាទៅកាន់អ៊ំវៀនដោយគាត់ចង់ពន្យល់ប្រាប់ទៅកាន់អ៊ំវៀនថាបើដឹងរឿងគាត់ថាគាត់គឺជាអាបហើយឬក៏បាយធ្លាយប្រាប់ដល់អ្នកភូមិនៅទីនោះឲ្យបានដឹងអ៊ំវៀនច្បាស់ជាមានរឿងជំរះបញ្ជីជាមួយនឹងគាត់ជាក់ជីមិនខាននេះវាគ្រាន់តែជាការគិតហើយនឹងយល់ន័យរបស់អ៊ំវៀនដែលអ៊ំរីជាអាបម្នាក់នោះមកផ្ទះរបស់គាត់គឺមកដើម្បីសន្ទើគាត់កុំឲ្យគាត់ចេះដឹងរឿងមួយនេះដោយអ៊ំវៀនគាត់ក៏យល់យ៉ាងច្បាស់ថាប្រសិនបើគាត់ហ៊ានតែយករឿងទាំងអស់នេះមិនថាប្រាប់ប្រពន្ធរបស់គាត់ឬក៏ប្រាប់អ្នកណានោះទេច្បាស់ជាអាចត្រូវស្បែកគោស្បែកក្របីចូលទៅក្នុងពោះគាត់ជាក់ជីមិនខានពីព្រោះថាជាធម្មតាអាបធ្មប់នេះវាមិនងាយនឹងលើកលែងឲ្យអ្នកណាឡើយឲ្យតែអ្នកនោះដឹងពីធាតុពិតរបស់វាលុះនៅពេលយប់ឡើងអ៊ំវៀនគាត់ក៏មិនហ៊ានទៅរកត្រីទៀតនោះដែរក៏ព្រោះតែគាត់មានអារម្មណ៍ថាចាញ់ច្រាបស្ទើរតែគ្រុនបន្តិចអីបន្តិចក៏ព្រោះតែគាត់បានមើលឃើញអាបអ៊ំរីនេះឯងហើយកាលពីព្រឹកដែលអ៊ំរីគាត់មកផ្ទះរបស់គាត់អ៊ំវៀនគាត់មើលទៅជាសភាពលក្ខណៈមនុស្សធម្មតាក៏ប៉ុន្តែការដែលអ៊ំវៀនគាត់ឃើញអ៊ំរីជាអាបមុខមាត់អ៊ំរីដែលជាអាបនោះគឺវាពិតជាអាក្រក់ខ្លាំងមែនទែនគឺដោះចង្កូមស្រួចភ្នែកឡើងសសំព្រុះគួរឲ្យខ្លាចនៅយប់នោះដែរប្រពន្ធរបស់អ៊ំវៀនក៏បានសួរមកកាន់អ៊ំវៀនថាម៉េចបានជាយប់នឹងមិនទៅរកត្រីដើម្បីបោះលក់ព្រឹកស្អែកស្របនៅពេលនោះហើយអ៊ំវៀនគាត់ក៏បានឆ្លើយតបតទៅកាន់ប្រពន្ធរបស់គាត់វិញថាហើយម៉ែវាយប់នឹងអញមិនបានទៅរកត្រីអីទេពីព្រោះតែអញមានអារម្មណ៍ថាស្រាវស្រាញរកគ្រុនយ៉ាងម៉េចទេអញ្ចឹងហើយយប់នេះអញសម្រាកហើយតាមក៏ពិតទៅមិនមែនដោយសារតែអ៊ំវៀនគាត់មិនស្រួលខ្លួននោះទេជាធម្មតាអ៊ំវៀនទោះបីជាគាត់មិនសូវជាស្រួលខ្លួនក៏គាត់ទៅរកត្រីដែរតែក៏ព្រោះតែគាត់រៀងបាក់ស្បាតខ្លាចទៅលើអាបធ្មប់នេះឯងទៅធ្វើឲ្យនៅយប់នោះគាត់មិនចង់ទៅរកត្រីប្រពន្ធរបស់គាត់ដោយសារតែឃើញថាអ៊ំវៀនមិនស្រួលខ្លួនគាត់ក៏បារម្ភហើយសុំអ៊ំវៀនកោសខ្យល់ឲ្យក៏ប៉ុន្តែអ៊ំវៀននៅពេលនោះដែរគាត់ក៏បានឆ្លើយតបតទៅវិញថាមិនអីនោះទេគាត់គ្រាន់តែមិនស្រួលខ្លួនបន្តិចបន្តួចតែប៉ុណ្ណោះអញ្ចឹងហើយមិនបាច់ចំកោសខ្យល់អីឡើយប្រពន្ធរបស់អ៊ំវៀនទោះបីជាគាត់ចង់ចាប់ខ្យល់កោសខ្យល់ទៅលើអ៊ំវៀនយ៉ាងណាក៏ដោយក៏ប៉ុន្តែអ៊ំវៀនគឺគាត់ក៏នៅតែមិនឲ្យប្រពន្ធរបស់គាត់កោសខ្យល់ដដែលហើយបន្ទាប់ពីពូគាត់ទទួលទានអាហារនៅពេលល្ងាចរួចអ៊ំវៀនហើយនឹងប្រពន្ធកូនរបស់គាត់ក៏ចាប់ផ្ដើមគេងសម្រានរហូតទៅដល់កន្លងពេលប្រហែលជាម៉ោង10ទៅម៉ោង11ជិតពាក្យកណ្ដាលអាត្រៀតក៏ស្រាប់តែមានអ្នកភូមិនោះពួកគេអុំទុកដើររកត្រី
ในเยเตอร์เนอไปนู้คือเกรีมองในไอ้กรอยพมหายปูเกตึงนู้บานอมตุกฉลองกัดตูนมกเตียระบอมวีนขณะไปนั้นกรอนแต่ปูเกอมตุกตะดอตูนมกเตียระบอมวีนพลีมสาวเนอไปแต่ปูเกตึงปีเนียบองปอนสำลังเมื่อแต่กันเตียระบอมวีนเรื่องใดจำไลปีเนียบองปอนนู้ปูเกกับบานเมื่อเคยมีมนุษย์ไรวันนี้กำปงแต่อังกุยกำฉันได้เตียระบอมวีนในหมดตึกคือเกบานเอาหมกจ่อสะลังสัมปิงสัมปงกันตริงกันตรึงสลีสำลีบอมเปียจ่าเมื่อเตอคือเรียงระหายระยบันติสระไปแต่ปูเกเคยแบบนู้ปูเกสมานทาจีเนน่ากำปงแต่อังกุยในกำชัดดาวเตียระบอมวีนโดยชนะหายในขณะไปนู้ปีเนบองปอนปูเกกับบานอมตุกแต่กบายแต่จิตเตียระบอมวีนบันตัวมอกเกกับบานใส่สู้แต่กันมนุษย์ไรมันเนนุธาปีหน้าหนึ่งไม่บานจีมอกอังกุยกำชัดดาเตียงปีกระดาเตรียนจังทำไมหนึ่งหายไม่บานจีมันโจได้โจปูนนายโยเจิงเล็งตักดาวนาตีดกรอนตายบุรอปีเนบองปอนุสูแบบหนึ่งหายก็สลับตายสตรีได้กำปงตายอังกุยกำชัดได้ในหมวดฟีบเตียอมวินขณะไปได้เก้กำปงแต่ได้เจิงโยในขนมตึกก็สลับแต่เก้กับบานเงยหมกสำลังเมื่อมาการผูกกวาดตั้งปีเนี้ยได้กำปงตายอังกุยในเลือดตุกสลับไปนุหายผูกกวาดตั้งปีเนี้ยก็จับพดำพเนียปอาบากพนัยทอมปีพรูเมื่อเตยสภิบเลียขณะหมกหมวดสตรีมันเนนุหมกลางระเลระลุยกระเฮงกระหงเลียนพนัยลางซอสมปรูนายเป้ปีเนี้ยบองปอนปูกวาดตั้งปีเนี้ยเคยเรื่องดอรันทดหายหนึ่งปรูปรูดใบหนึ่งหายปูกวาดตั้งปีเนี้ยคือบ้านเตรียมแต่เกียงในเย่ไว้มันเจนดาวสตรีได้เมียนหมกหมวดยังอักระนู้คือเก็บบ้านเตรียมแต่ใหญ่ยำดักหมกกันปูกวาดบันติกรายมกบันตัวไปปูกวาดตั้งปีเนี้ยชอบเกียงก็สลับแต่ปูกวาดตั้งปีเนี้ยก็จับดามสไลโยคเนียแต่มาดองหายปีเนี้ยบองปอนุปูกวาดบานสไลท่าเฮ้ยขมาวลงจุยพองขมาวลงนายไปเดี๋ยวปูกวาดสไลแบบนั้นคือปูกวาดตั้งปีเนี้ยคำกับกายอมตุกเตียงคอเตียงเต๋อดาวปีเนี้ยบองปอนุคือมีมันเนี้ยอมตุกปลาใดจำนายไอมันเนี้ยติดคืออมตุกปลาจระวาคำกับกายอมตุกจอลังคือเวลจมปิงหนึ่งเราบีบทามนุษย์กำปงแต่ไพ่คลาดเฟอไอแรงเต๋อหายวิดีโอจีมีนเอาไว้มุ้ยกำปงแต่จับตุกระบาปูเก้มันเอาปูเก้จ่าเจงปีตีนูนจังสระบเนอไปแต่ปูเก้กำปงแต่ใส่ถักขมอยลองนู้ปราปนระบาอมวินกับรู้แต่ลือสำเร็จแบบนึงกอดกับบานพญปีสำรานเนื้อขณะไปหนึ่งได้กอดกับบานได้แต่หมดเฟียบเตี้ยบางเฟียบเตี้ยกรอนแต่กอดบางเฟียบเตี้ยพลิ้มก็สลับแต่กอดกับบ้านมือเคยท่าปูเก้ตั้งปีเนี่ยมองปอนคือกำปงแต่อมตุกเวลมวยจุ่มโดยหายเตอปูเก้กับบานอมตุกจ่าเจงปีตีนุเตอหายบ้านในเจียมปีประปนระบาอมวินเนื้อไปแต่กอดบางเฟียสำลังมือแต่การปูเก้ตั้งปีเนี้ยคือปุ่มบ้านมือเคยอย่าไว้ในกำจันดาเตี้ยระบากวนนุตีก็ปันท้ายเอาไว้ได้ชงอคือให้ไอ้บ้านจีเนียตั้งปีได้กำปงแต่อมตุกสำลังเมื่อมาการเตียระบากวดให้ใส่ถักขมอยลงแบบนี้เตียงในกวดสอบไปในหัวได้คือเมื่อเราไว้มันเคยตัวแต่ซอหายกวดก็จับประดามบัดฟีก็ปันท้ายขณะไปได้กวดบัดฟีเตียนู้ก็สลับแต่กวดก็จับประดามเมียนอารมณ์ทับปรือเรื่องนี้ตระเจาะเข้าพลายปิดธรรมดาได้ไอ้ในเจบานท้าในซอกปรือกระบ้าปรือร่มขยะโยกนี่แต่มาดองมันต้องไปกวดบัดฟีเตียระบากวดรูจรัวหายกอดกับบานดะกับบาได้จิตอมวินจมูกหนึ่งโกนระบากวดดาวกรอนแต่กอดดะกับบาได้มันตอนบานประมาณพ้องบอมร้องหนึ่งบัดในจะเร็วได้แต่วินแต่หายก็สลับแต่ประปนระบาอมวินในไปนู่นได้กอดกับมีนารมณ์ท่าหาใบดิจิมีในนามันเนี้ยกำปงแต่อังกุยในจองเจิงบันตัวมอกกอดกับบานบางในหายสำลังเมื่อแต่จองเจิงก็สลับแต่เรื่องดาวปรือปรุดกับบ้านกัดลังแต่เลยกอดดาวประปนระบาอมวินคือกอดเมื่อเคยท่าในจองเจิงอมวินคือกอดบานเมื่อเคยโดยจีเนนามันเนี่ยหนุเต้กำปงแต่อังกุยในจองเจิงอมวินสาวพิบเละขณะเป็นหุ่นได้คือกอดเมื่อเคยแต่ปีกลายขนองแต่ปนเนาะโดยสระบอกเก๋คือขมายกระยันหายแวงประสันใบเยิงเคยหายกาหายหนึ่งเกิดแต่พิบแบบนู้ประหายจีเยิงมีอารมณ์ทับปรือสมบูรณ์แต่มาดองประปนระบอมวินบรรทอไปกอดเคยแบบนู้โดยซาติกอดมันอ้อจัดกอดกับบ้านจรีแผนกไกลโลกอดเมื่อจรลอมแต่ประตูใบจีกอดคอมจรีแผนกยังนากระด้อยกับกอดน้อยแต่เคยดัดได้
នៅពេលនោះគាត់ក៏បានស្ទុះងើបយ៉ាងលឿនបំរុងនឹងសួរថាអ្នកណាទៅហើយដែលកំពុងតែអង្គុយនៅចុងជើងក៏ប៉ុន្តែគ្រាន់តែប្រពន្ធរបស់អ៊ំវៀនស្ទុះងើបនោះក៏ស្រាប់តែស្រមោលដូចទៅនឹងមនុស្សស្រីដែលកំពុងតែអង្គុយនៅចុងជើងអ៊ំវៀនក៏បានបាត់ស្រមោលឡើងឈឹងយ៉ាងចម្លែកតែម្ដងដូច្នេះហើយប្រពន្ធរបស់អ៊ំវៀននៅពេលនោះដែរគឺគាត់បានត្រឹមតែឆ្ងល់បើទោះបីជាគាត់ខំសម្លឹងរកមើលជុំវិញផ្ទះរបស់គាត់យ៉ាងណាក៏ដោយក៏ដូចជាពុំបានមើលឃើញអ្វីទៀតនោះដែរតែដោយសារថានៅពេលនោះគឺគាត់នៅតែមិនទាន់អស់ចិត្តគឺគាត់នៅអង្គុយចាំមើលបានមួយស្របក់ប្រពន្ធរបស់អ៊ំវៀននៅពេលនោះដែរគាត់ក៏បានដាក់ក្បាលគេងវិញក៏ប៉ុន្តែគ្រាន់តែថានៅពេលនោះគឺគាត់សម្រានមិនលក់នោះឡើយក៏ព្រោះតែគាត់ចាប់ផ្ដើមមានអារម្មណ៍ថានៅក្នុងផ្ទះរបស់គាត់ដូចជាចម្លែកយ៉ាងម៉េចនោះទេហើយបាននិយាយអំពីអ៊ំវៀនប្តីគាត់ហើយនឹងកូនរបស់គាត់ពេលនឹងដែរដោយបានដេកលងលក់សម្រានយ៉ាងស្ងប់ចំណែកឯគាត់វិញគឺគាត់នៅសងំមិនបានបិទភ្នែកដេករហូតដល់ទល់ព្រឹកតែម្ដងលុះនៅពេលព្រឹកព្រលឹមឡើងប្រពន្ធរបស់អ៊ំវៀនគាត់ក៏ពុំបានយករឿងរ៉ាវដែលគាត់មើលឃើញកាលពីយប់មិញប្រាប់ទៅកាន់អ៊ំវៀននោះឡើយគ្រាន់តែព្រឹកព្រលឹមភ្លាមគាត់ក៏បានរៀបចំដាំបាយធ្វើម្ហូបធម្មតាដូចសពដងអញ្ចឹងបន្តិចក្រោយមកទៅអ៊ំវៀនគាត់ក៏បានភ្ញាក់ពីសម្រានដោយគាត់ក៏បានលុបលាងមុខបន្ទាប់មកគាត់មកអង្គុយនៅមាត់ទ្វារផ្ទះរបស់គាត់ស្របនៅពេលដែលអ៊ំវៀនគាត់កំពុងតែអង្គុយនៅមាត់ទ្វារផ្ទះរបស់គាត់គឺគាត់បានសម្លឹងមើលទិដ្ឋភាពរបស់អ្នកភូមិដែលពួកគេម្នាក់កំពុងតែអុំទុកទៅវិញទៅមកទល់មុខផ្ទះរបស់គាត់ហើយបន្តិចក្រោយមកក៏ស្រាប់តែមានបុរសម្នាក់បានអុំទុកសម្ដៅមកកាន់ផ្ទះរបស់គាត់នៅពេលដែលបុរសម្នាក់នោះអុំទុកមកដល់អ៊ំវៀនគាត់ក៏ហៅបុរសម្នាក់នោះឡើងមកផ្ទះគាត់ដោយបុរសម្នាក់នោះដែរគឺគាត់មានឈ្មោះថាពូឈឿនអ៊ំវៀនដោយសារតែឃើញថាពូឈឿនមកផ្ទះរបស់គាត់ក៏បានសួរទៅកាន់ពូឈឿនថាតើពូឈឿនមកផ្ទះរបស់គាត់មានការអីមែនទេខណៈពេលនឹងហើយក៏ស្រាប់តែពូឈឿនគាត់ក៏បាននិយាយរឿងរ៉ាវរបស់គាត់ដែលគាត់ហើយនឹងប្អូនរបស់គាត់បានឃើញរឿងរ៉ាវកាលពីយប់មិញនេះឯងហើយនៅពេលនោះគឺគាត់បាននិយាយទៅកាន់អ៊ំវៀនថាពូអើយកាលពីយប់មិញខ្ញុំហើយនឹងប្អូនខ្ញុំបានឃើញមនុស្សស្រីម្នាក់កំពុងតែយកជើងលេងទឹកនៅកម្មចិន្តាផ្ទះពូនេះឯងហើយពូខ្ញុំទាំងពីរនាក់ស្មានថាមនុស្សធម្មតាដឹងអីពេលដែលមនុស្សស្រីនៅងើបមុខមកឡើងអាក្រក់មើលមិនយល់ហើយពូខ្ញុំគិតថាអ្វីដែលពូខ្ញុំបានឃើញកាលពីយប់មិញនេះគឺជាខ្មោចមិនខានគ្រាន់តែគិតក៏នឹកដល់ដែរក៏ព្រោះថាវាសម្បើមគួរឲ្យខ្លាចខ្លាំងពេកអ៊ំវៀននៅពេលដែលគាត់ឮពូឈឿននិយាយបែបហ្នឹងគាត់ក៏គិតថាវាមិនអាចទៅរួចដែលថាផ្ទះរបស់គាត់មានពពួកអមនុស្សខ្មោចព្រាយបែបនេះនោះទេដែលហេតុថាគាត់នៅផ្ទះរបស់គាត់ជាងពីកណ្ដាលជីវិតទៅហើយគឺគាត់មិនដែលឃើញមានអ្វីប្លែកចម្លែកអីនោះឡើយប្រពន្ធរបស់អ៊ំវៀនស្របពេលដែលគាត់កំពុងតែធ្វើម្ហូបនោះដោយសារតែគាត់ឮពូឈឿននិយាយបែបហ្នឹងក៏ស្រាប់តែគាត់ក៏បាននិយាយមកកាន់ពូឈឿនថាអូអញ្ចឹងកាលពីពីកណ្ដាលអាត្រៀតយប់មិញនេះឯងហើយនឹងប្អូនឯងមែនទេដែលស្រែកថាខ្មោចលងទល់មុខផ្ទះរបស់មីងនឹងហើយមីងដឹងរឿងនេះដែរមែនទេថៃថាមិនដឹងបើឮសំឡេងស្រែកថាខ្មោចលងទៅអញក៏បើកទ្វារមើលទៅនៅពេលដែលបើកទ្វារផ្ទះទៅឃើញឯងទាំងពីរនាក់អុំទុកវិលឡើងមួយជុំនឹងហើយមីងដោយសារតែខ្ញុំឃើញមុខមាត់មនុស្សស្រីនឹងវាអាក្រក់សម្បើមខ្លាំងពេកភ្នែកឡើងសសម្ព្រុះប្រពន្ធរបស់អ៊ំវៀនបន្ទាប់ពីគាត់ឮបែបហ្នឹងគាត់ក៏បាននិយាយរឿងរ៉ាវដែលគាត់បានមើលឃើញមនុស្សស្រីយ៉ាងចម្លែកកំពុងតែអង្គុយនៅចុងជើងរបស់អ៊ំវៀនក៏ប៉ុន្តែនៅពេលដែលគាត់ស្ទុះងើបសម្លឹងមើលទៅកាន់ចុងជើងរបស់អ៊ំវៀនក៏មិនឃើញតទៅសោះទាំងដែលមុននោះគឺគាត់បានមើលឃើញស្រមោលរបស់មនុស្សស្រីយ៉ាងច្បាស់អ៊ំវៀនខណៈពេលដែលគាត់ឮពូឈឿនហើយនឹងប្រពន្ធរបស់គាត់និយាយរឿងចម្លែកបែបហ្នឹងហើយក៏ស្រាប់តែគាត់នៅពេលនោះក៏បានគិតនឹកដល់ថាកាលពីយប់មុនដែលគាត់ទៅឆ្លោះរកត្រីដោយដែលយើងដឹងស្រាប់ហើយថាគឺគាត់ក៏បានប្រទះឃើញអាបនៅលើដីទីទួលដីកោះដែលវាកំពុងតែស៊ីកង្កែបអ្វីដែលសំខាន់អាបមួយនោះក៏មិនបាននៅឯណាឆ្ងាយនោះទេគឺជាអ្នកភូមិរបស់គាត់ទៀតអ្វីដែលសំខាន់គឺគាត់ស្គាល់ទាំងមុខស្គាល់ទាំងឈ្មោះទៀតផងដោយអ៊ំវៀនគឺគាត់ចង់សម្ដៅទៅលើអ៊ំរីនេះឯងសង្ស័យថារឿងដែលពូឈឿនហើយនឹងប្រពន្ធរបស់គាត់ឃើញរឿងចម្លែកប្លែកបែបនេះគឺវាអាចថាពាក់ព័ន្ធទៅនឹងអំពើអាបធ្មប់នេះក៏ថាបានប្រសិនបើពាក់ព័ន្ធទៅនឹងអំពើអំព័ន្ធនេះពិតមែនគឺគាត់សង្ស័យហើយនឹងច្បាស់ណាស់ថាវាគឺជាស្នាដៃរបស់អ៊ំរីមួយយ៉ាងក៏មិនដឹងថាអ៊ំរីនៅពេលនេះគឺគាត់កំពុងតែមានគោលបំណងអីខ្លះទៅលើអ៊ំវៀនក៏ព្រោះថាអ៊ំវៀនគាត់បានដឹងពីធាតុពិតមុខមាត់របស់អ៊ំរីហើយអ៊ំវៀននៅពេលនោះដែរគឺគាត់បានត្រឹមតែគិតនៅក្នុងចិត្ត
ដោយគាត់ក៏ពុំបានយករឿងរ៉ាវដែលគាត់បានមើលឃើញអាបនោះប្រាប់ទៅកាន់ពូឈឿនហើយនឹងប្រពន្ធរបស់គាត់ឲ្យបានដឹងនោះឡើយបន្តិចក្រោយមកបន្ទាប់ពីពូឈឿនគាត់ប្រាប់រឿងរ៉ាវដែលគាត់បានមើលឃើញខ្មោចនៅផ្ទះរបស់អ៊ំវៀនរួចនៅពេលនោះគាត់ក៏បានអុំទុកចាក់ចេញពីផ្ទះរបស់អ៊ំវៀនត្រឡប់ទៅផ្ទះរបស់គាត់វិញហើយប្រពន្ធរបស់អ៊ំវៀនក៏ចេះតែគិតថាផ្ទះរបស់គាត់កន្លងមកគឺពុំដែលមានរឿងអ្វីប្លែកៗចម្លែកបែបនេះនោះទេរហូតដល់ល្ងាចឡើងដោយសារថាអ៊ំវៀនគាត់ចង់ទៅរកត្រីតែបើតែថាជុំមុនគាត់រៀងបាក់ស្បាតចាញ់ច្រាប់ខ្លាចអាបតែយ៉ាងណាក៏ដោយបើគាត់មិនជំនះនោះទេគឺនៅតែខ្លាចហើយយ៉ាងវិញទៀតគាត់ច្បាស់ជីពុំមានត្រីបោះលក់ឲ្យម៉ួយជាជីមិនខានដូច្នេះហើយចង់ឬក៏មិនចង់គឺគាត់ត្រូវតែទៅរកត្រីដែរក៏ប៉ុន្តែគាត់គិតថាយប់នេះគឺគាត់មិនទៅរកត្រីឆ្ងាយពីភូមិដូចយប់មុនទៀតទេគឺគាត់អុំទុកឆ្លោះត្រីក្បែរភូមិរបស់គាត់នេះឯងដោយគាត់មិនទៅរកត្រីរហូតទៅដល់ទីទួលដីកោះទៀតឡើយក៏ព្រោះតែខ្លាចជួបប្រទះឃើញអាបដោយការពីយប់មុនទៀតហើយគាត់អុំទុកឆ្លោះត្រីចាក់ត្រីនៅខាងក្រោយភូមិដោយខណៈពេលដែលគាត់កំពុងតែអុំទុកចាក់ត្រីសុកក៏ស្រាប់តែមានរឿងដ៏ចម្លែកមួយក៏បានកើតឡើងទៅលើគាត់ក៏មានអារម្មណ៍ថាព្រឺក្បាលខ្ញាក់អ្វីដែលសំខាន់នៅខាងក្រោយខ្នងរបស់គាត់ក៏ចាប់ផ្ដើមត្រជាក់ខុសប្លែកពីធម្មតាមិនត្រឹមតែប៉ុណ្ណោះនោះទេអ៊ំវៀនគាត់ក៏ហាក់បីដូចជាមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងតែអង្គុយនៅខាងក្រោយខ្នងរបស់គាត់ទៀតផងដោយសារតែគាត់មានអារម្មណ៍ថាហាក់បីដូចជាមានអ្នកណាម្នាក់នៅខាងក្រោយខ្នងគាត់នេះឯងទៅគាត់ក៏បានងាកសម្លឹងមើលទៅខាងក្រោយក៏ប៉ុន្តែនៅពេលដែលគាត់ងាកសម្លឹងមើលទៅខាងក្រោយនោះគឺពុំឃើញមានអ្វីនោះទេរហូតដល់មួយស្របក់ក្រោយមកស្របពេលដែលគាត់កំពុងតែរកត្រីគាត់ក៏បានក្រឡែកភ្នែកងាកសម្លឹងមើលទៅក្នុងទឹកក៏ស្រាប់តែគាត់ក៏បានមើលឃើញថាមានស្រមោលខ្មៅស្ទង់ទម្រង់ជាមនុស្សកំពុងតែអង្គុយនៅលើទូកខាងក្រោយខ្នងគាត់និយាយទៅគឺមិនខុសពីគាត់ដែលមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងតែអង្គុយនៅខាងក្រោយខ្នងគាត់នោះឡើយនៅពេលដែលអ៊ំវៀនគាត់ឃើញស្រមោលនៅក្នុងទឹកបែបនឹងហើយនៅពេលហ្នឹងគាត់ក៏ពុំហ៊ានងាកបែរខ្នងនោះដែរពីព្រោះថាស្រមោលខ្មៅជាទម្រង់មនុស្សដែលកំពុងតែអង្គុយនៅលើទូកមើលតាមរយៈឃើញនៅក្នុងទឹកនោះវាហាក់បីដូចជាសម្បើមហើយនឹងគួរឲ្យខ្លាចណាស់ក៏ប៉ុន្តែដំបូងគឺគាត់ពុំមានភាពក្លាហានសម្លឹងមើលទៅខាងក្រោយនោះទេរហូតដល់នៅសុកក៏ស្រាប់តែមានដៃមួយមកចាប់ស្មារបស់គាត់រឿងដ៏រន្ធត់នោះគឺដៃនោះឡើងខ្មៅព្រមទាំងមានក្រចកវែងហើយនឹងស្រួយគួរឲ្យខ្លាចដោយសារថាខណៈពេលនោះដែរច្របូករបស់គាត់កំពុងតែកាន់នៅលើដៃផងគាត់ក៏បានក្រវែងក្រវះច្របូកនោះទៅខាងក្រោយខ្នងគាត់គឺក្នុងគោលបំណងចាក់អ្វីដែលគាត់មានអារម្មណ៍ថានៅខាងក្រោយខ្នងគាត់នេះឯងក៏ប៉ុន្តែនៅពេលដែលគាត់ក្រវែងក្រវះចាក់ទៅខាងក្រោយខ្នងគាត់ក៏នៅតែគាត់មិនឃើញមានអ្វីដដែលដូច្នេះហើយដែលធ្វើឲ្យគាត់ក៏កាន់តែចាប់ផ្ដើមមិនស្រួលចិត្តធ្វើឲ្យគាត់ក៏លែងចង់រកត្រីចាក់ត្រីទៀតអញ្ចឹងហើយអ៊ំវៀនគាត់ក៏សម្រេចចិត្តថាអ៊ំទុកត្រឡប់ទៅផ្ទះវិញពេលនឹងតែម្ដងក៏ប៉ុន្តែនៅពេលដែលគាត់អ៊ំទុកបំរុងនឹងត្រឡប់ទៅផ្ទះវិញនោះក៏ស្រាប់តែទូករបស់គាត់ក៏ចាប់ផ្ដើមរំកើហើយអង្ឃ្លីងអង្ឃ្លោងចុះឡើងយ៉ាងចម្លែកដូច្នេះសាច់រឿងរបស់អ៊ំខៃដែលគាត់បានចែករំលែកមកនេះក៏សូមស្លេះតែប៉ុណ្ណេះស្ដាប់ដោយប្រើវិចារណញ្ញាណមុននឹងជឿលើរឿងអ្វីមួយខ្ញុំបាទក៏មិនបានជំរុញឲ្យអ្នកទាំងអស់គ្នាជឿទៅលើរឿងទាំងនេះដែរចាប់ទុកថាសាច់រឿងមួយនេះដែរវាគ្រាន់តែជាសាច់រឿងនិទានស្ដាប់លេងកម្សាន្តទៅចុះហើយប្រសិនបើមានពាក្យពេចន៍មិនសមរម្យឬក៏ខុសឆ្គងនៅចំណុចណាមួយក៏សូមអធិស្ឋានដល់ខ្ញុំបាទផងដូច្នេះហើយជាចុងក្រោយរាត្រីស្ងាត់ក៏សូមអរគុណនិងសូមជម្រាបលា